ថានៅតែរំភើបទៅដល់កន្លែងហ្នឹងនៅរំភើបសូម្បីមកដល់កន្លែងឥឡូវហ្នឹងក៏នៅតែរំភើបវិញហោះទៅលើមេឃបាត់ហើយហ្នឹងនិយាយអញ្ចឹងថាវារំភើបហ្មងណា Festival វាជាក្តីសម័យមួយរបស់ filmmaker ហើយក៏ជាក្តីសម័យមួយរបស់សិល្បករគ្រប់គ្នាដែលគាត់ចង់ទៅដែរយើងខ្ញុំទាំងពីរនាក់សូមគោរពនឹងជម្រាបសួរដល់លោកអ្នកនាងដែលកំពុងទស្សនាវីដេអូនៅក្នុង Channel YouTube បូសុគន្ធានិង Channel YouTube រឿងរ៉ាវសិល្បៈថ្ងៃនេះបានជួបគ្នាសារជាថ្មីនៅក្នុងកម្មវិធីជួបសើចដែលមានខ្ញុំបូសុគន្ធានិងបងស្រីរ៉ាត់ចន្ទធីតាជំរាបសួរបងចានេះថ្ងៃនេះត្រឹមត្រូវថតមួយគ្នាចង់80ឆ្នាំលើកដំបូងនេះគឺជំរាបសួរយើងហើយមិនទៅជំរាបសួរចែកបងសើចតែជំរាបជូនលោកតាលោកយាយហើយកុំឲ្យមានបងប្អូនគាត់ថាពីរអ្នកហ្នឹងជួបសើចពេលខ្លះគាត់ថាចេះសើចឡើងហួសប្រធានបទបងអើយធ្វើការវា stress ពេកហើយលោកយាយលោកតាអ្នកមើលអ្នកទស្សនានោះក៏ stress ដែរអញ្ចឹងត្រូវតែមកជួបនាងខ្ញុំទាំងពីរនាក់គឺជួបសើចចង់ថាអញ្ចឹងណាធ្វើការនៅក្នុងវិស័យសារព័ត៌មានពួកយើងនៅក្នុងស្ថាប័ននេះគឺត្រូវតែមានពាក្យថាវិជ្ជាជីវៈអញ្ចឹងយើងស្ថិតនៅក្នុងតកាត់ក្នុងតគៀបហ្នឹងណាមកហ្នឹងគឺនៅក្នុង office 8ម៉ោងគឺយើងនៅក្នុងអាហ្នឹង8ម៉ោងហើយមួយទៀតរយៈពេលដែលយើងធ្វើការខាងវិស័យព័ត៌មាននេះម្នាក់ចាស់គាត់ថាមិនក្បាលដុសស្នឹមបងខ្ញុំបត់ឲ្យទៅដល់ពេលចេញធ្វើការទៅអាងបានជួបបងចាដល់អញ្ចឹងទៅវីដេអូដែលផ្សាយជូនលោកតាលោកយាយក្នុង Channel YouTube នេះខ្ញុំចង់យកអាហ្នឹងមកទៀតទេពីព្រោះពួកយើងនៅក្នុងផ្នែកបែបនេះចាចូល studio ថតចេះឯងអានទៀតឲ្យដើម្បីឲ្យដងខ្លួនដកបានត្រង់ចាបងចាអូអានព័ត៌មានអត់មានកលេចភ្នែកបានទេចាត្រូវតែត្រង់ហ្មងហើយអត់មានមកអីដល់វគ្គសើចត្រូវសើចបានទេទោះបីព័ត៌មាននឹងកំ pl ែងប៉ុណ្ណាហើយទោះបីជាព័ត៌មានខ្លះយើងអានហើយយើងមានអារម្មណ៍ថាយើងខ្លាញ់អ្នកបង្កនឹងខ្លាំងយ៉ាងណាក៏ដោយក៏យើងមិនអាចឌៀមដាមបានដែរយើងត្រូវតែខំមាត់សង្កត់ចិត្តដើម្បីរក្សាលំនឹងរបស់យើងគោរពវិជ្ជាជីវៈប៉ុន្តែលោកតាលោកយាយលេងបានជួយមកដល់ YouTube ផ្លូវការយើងឈប់ហើយបងចានេះគេថាឯកជនខ្លួនឯងអូពេលដែលខ្ញុំមិនពេញចិត្តនឹងនរណាខ្ញុំដាក់វាច់នៅខ្ញុំចង់សើចខ្ញុំសើចអញ្ចឹងលោកតាលោកយាយសួរថាជួបសើចថ្ងៃនេះមានប្រធានបទអ្វីប្រធានបទតាមការសន្យាលោកតាលោកយាយប្រហែលជានៅចាំថ្ងៃមុននឹងខ្ញុំជម្រាបថាពួកយើងទាំងពីរនាក់នឹងទៅជួបសម្ភាសជាមួយនឹងតារាភាពយន្តកម្ពុជាចំនួនកាពិតយើងណាត់3រូបប៉ុន្តែយើងជួបបានតែ2ចាបងចាដែលបងប្អូនមានប្អូនម្នាក់មានបងម្នាក់ចាដែលពួកគាត់ទាំងពីររូបនេះគឺទៅតែត្រឡប់មកពីការចូលរួមនៅក្នុងមហោស្រពភាពយន្តអន្តរជាតិគេហៅថាមហោស្រពភាពយន្តទីក្រុងកានដែលឆ្នាំ2026នេះគឺជាលើកទី79ហើយចាបងចាអញ្ចឹងនៅពេលដែលយើងបានជួបសម្ភាសជាមួយពួកគាត់មានរឿងភ្ញាក់ផ្អើលជាច្រើនដែលយើងមិននឹកស្មានដល់មានសំណួរមួយដែលពួកយើងចង់បកស្រាយមុនពេលនឹងជូនវីដេអូទាំងស្រុងក្នុងកិច្ចសម្ភាសមានបងប្អូនយើងគាត់ថាអញ្ចឹងហេតុអីបានជាតារាភាពយន្តកម្ពុជាដល់ថ្នាក់អន្តរជាតិគេអញ្ជើញសបុតដល់ថ្នាក់មហោស្រពដ៏ល្បីបំផុតរបស់ពិភពលោកគេអញ្ជើញសបុតមិនបានអត់ល្បីនៅក្នុងបណ្ដាញសង្គមកម្ពុជាមួយទៀតបងចាចុះហេតុអីបានអត់មានវត្តមាននៅលើកាមេរ៉ាព្រំក្រហមចាហើយគេថាក្រែងតួកុនខ្មែរនេះក្រែងតារាភាពយន្តខ្មែរនេះជាប់ទទួលបានលិខិតអញ្ជើញជាផ្លូវការពីមហោស្រពមិនតែញសបត់ចូលទេណាមិនបានអត់មានមុខនៅលើកំរាលព្រំក្រហមរបស់មហោស្រពភាពយន្តទីក្រុងកានលើកទី79នេះអញ្ចឹងនៅពេលដែលយើងទៅជួបគាត់យើងស្រាយចម្ងល់នេះតែម្ដងបងប្អូនទាំងអស់គ្នាអ្វីដែលខ្ញុំភ្ញាក់ផ្អើលខ្លាំងជាងគេបំផុតបងអូនស្រីវីតារួមជាមួយនឹងបងអូនស្រីលីអពួកគាត់ទាំងពីរនាក់គឺជាតារាភាពយន្តដែលត្រូវបានជ្រើសរើសដោយផលិតកររបស់បរទេសនិងអ្នកដឹកនាំរឿងរបស់បរទេសដោយការជួបគ្នាគឺជាការជួបដោយចៃដន្យចាហើយនៅពេលដែលពួកគាត់ទៅចូលរួមមហោស្រពភាពយន្តទីក្រុងកានគឺជាលើកដំបូងដែលពួកគាត់បានឃើញខ្សែភាពយន្តខ្លួនឯងដែរមានន័យថាថតចាប់ហើយមិនដឹងថាគេកាត់ភាពយន្តនឹងចេញជារូបរាងយ៉ាងណាទេចឹងជាលើកទី1នៅក្នុងការចាក់បញ្ចាំងនៅមហោស្រពភាពយន្តទីក្រុងកានជាលើកដំបូងសម្រាប់តារាសម្ដែងដូចគ្នាដែលខ្លួនឯងបានឃើញខ្សែភាពយន្តនៅខ្លួនឯងសម្ដែងជាលើកដំបូងនៃការធ្វើដំណើរហោះឆ្លងទ្វីបទៅកាន់ប្រទេសបារាំងចាហើយជាលើកដំបូងដែលបានឃើញប្រុសបារាំងសង្ហាសង្អាយកន្លងអាហ្នឹងខ្ញុំថែមទេហើយជាលើកដំបូងដែលពួកគាត់និយាយថានេះជាខ្សែភាពយន្តដំបូងដែលពួកគាត់សម្ដែងហើយជាខ្សែភាពយន្តដែលសម្ដែងលើកទី1ជាប់ទៅមហោស្រពភាពយន្តទីក្រុងកានតែម្ដងជាភាពយន្តដែលគាត់និយាយថាគាត់មិនដែលរំពឹងថានឹងបានទៅដល់ណាទេថតដើម្បីបន្សល់ស្នាដៃតែឥឡូវស្នាដៃនេះល្បីហើយបងខ្លាយជាអន្តរជាតិតែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាសូមអាស្រ័យសំណួរទី1
លោកតាលោកយាយនឹងឆ្ងល់ថាតារាភាពយន្តខ្មែរទទួលបានកិត្តិយសប៉ុណ្ណាប៉ុណ្ណីអញ្ជើញទៅមហោស្រពភាពយន្តទីក្រុងកានដោយមហោស្រពផ្ទាល់តែម្ដងចុះមិនបានមិនផ្សាយព័ត៌មានអីឲ្យដឹងឮផងការផ្ដល់ព័ត៌មានពីមហោស្រពមកកាន់តារាភាពយន្តកម្ពុជាយើងនេះគឺមានរយៈពេលខ្លីមានន័យថាពួកគាត់ដឹងរឿងក្នុងពេលស្ទើរតែភ្លាមចាបងចាវាខ្លីមែនតើណាខ្លីខ្លាំងដែលធ្វើឲ្យគាត់ជាតារាភាពយន្តថ្មីថ្មោងនៅក្នុងវិស័យភាពយន្តនេះមិនដឹងថាត្រូវរៀបចំខ្លួនឯងបែបណាប្រម៉ូទអំពីអ្វីដែលខ្លួនឯងទទួលនឹងរបៀបណាហើយគាត់ក៏មិនដឹងសូម្បីតែការត្រៀមខ្លួនឲ្យបានល្អបំផុតក្នុងការចូលរួមលោកតាលោកយាយប្រហែលជាឃើញតាំងពីសម្លៀកបំពាក់ម៉ូដសក់រូបភាពដែលគាត់ទៅចូលរួមហើយបងប្អូនយើងក៏ថាចាទេបានទៅដល់កម្មវិធីប្រព័ន្ធណាណៃមិនដើរម៉ូដមួយឆាច់ពីរឆាច់មកថត4 10វីដេអូមកផ្សព្វផ្សាយអីហូហែអញ្ចឹងមកចាបងប្អូនទាំងអស់គ្នារឿងខ្លះនៅពេលដែលយើងដឹងខ្លីពេកហើយយើងថ្មីពេកយើងរៀបចំមកទាំងអស់ហ្នឹងអត់ទាន់ទេត្រូវនឹងគាត់ជាអ្នកថ្មីក្នុងវិស័យភាពយន្តផងរឹតតែមិនដឹងទៀតចាហើយបើថាគាត់អ្នក content creator អ្នកផលិតមាតិកាអីផងទៅអាហ្នឹងក្រែងលោកក៏ដឹងរឿងទាំងអស់នេះអត់សោះចាជាបុគ្គលិកផ្នែក HR ទុនធានមនុស្សចាដែលគាត់ត្រូវបានផលិតករបរទេសជ្រើសរើសដោយផ្ទាល់តែម្ដងឲ្យចូលរួមសម្ដែងហើយធ្វើបានទៀតចាវិញក៏ទៅណាសមត្ថភាពកូនខ្មែរបងខ្ញុំចង់និយាយថាចេះណានៅពេលដែលបនដល់មនុស្សយើងនៅពេលដែលបនដល់ទោះបីជាយើងមិនចង់ខ្លាយជាតារាភាពយន្តក៏ផលិតករបរទេសត្រូវតែឲ្យយើងខ្លាយជាតារាភាពយន្តដែរឃើញទេឥឡូវបានថតហើយជាប់ស្នេហ៍ភាពយន្តថតមួយរឿងទៀតចាប៉ុន្តែអីដែលខ្ញុំស្ដាប់ហើយជក់ចិត្តខ្លាំងជាងគេបំផុតណាគឺដំណើរដែលគាត់លើកឡើងអំពីរបៀបដែលបរទេសគេផ្សាយពីខ្មែរយើងចាបងនៅក្នុងភាពយន្តដែលមានចំណងជើងថា Promise Species តោពីចាខ្មែរដាក់ជាភាសាខ្មែរដាក់ថាតោពីមានន័យថាចំណងជើងជាភាសាបរទេសគេដាក់ផ្សេងដាក់ចំណងជើងជាភាសាខ្មែរគេដាក់ផ្សេងចាបងខ្ញុំអត់ទាន់បានទេសនាខ្សែភាពយន្តនឹងទេប៉ុន្តែតាមរយៈអ្វីដែលគាត់បានផ្ដល់បទសម្ភាសន៍មកកាន់ពួកយើងមើលឃើញថាខ្សែភាពយន្តនោះបង្ហាញអំពីជ្រុងមួយផ្សេងដែលកម្ពុជាហាក់ដូចជាពុំសូវបានបង្ហាញទៅកាន់អន្តរជាតិចាបងចាហើយរឹតតែសំខាន់ជាងគេទៀតបងអូនស្រីបានរៀបរាប់ថាមិនដឹងគេថតអាម៉េចទេបងអើយសោនគេក៏ស្ដាប់មកជក់ចិត្តហើយរូបភាពស្អាតមែនទែនគាត់និយាយចឹងបងគេថតពីខេត្តព្រះសីហនុចាថាស្អាតហើយរឿងខ្លះដែលយើងមិនដែលឃើញពេលដាក់ក្នុងកុនហ្នឹងប្លែកមែនតើចាឮចឹងទៅចង់ទៅមើលដែរចង់ចង់ទៅបារាំងដែរសង្ឃឹមថានឹងមានការចាក់ផ្សាយនៅក្នុងប្រទេសកម្ពុជានៅក្នុងរោងភាពយន្តឬក៏នៅក្នុង app ណាមួយយើងក៏អត់ប្រកាសដែរតែអាហ្នឹងអាស្រ័យលើការជជែកគ្នាពីព្រោះដោយសារតែយើងដឹងថាផលិតករបរទេសមុនគេផលិតអីមួយគេដឹងថាគេត្រូវផលិតយកទៅលក់ចាយចាយនៅទីណាក្នុងគោលបំណងអីអញ្ចឹងយើងក៏អត់ច្បាស់ថាតើការផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជានេះអតិថិជនគោលដៅរបស់គេជាទស្សនិកជនក្នុងស្រុកឬក៏គេមានគោលបំណងត្រឹមតែបញ្ចេញទៅឆាកអន្តរជាតិកន្លែងហ្នឹងក៏ជាចំណុចមួយដែរចាបងក្រៃលោភាពយន្តកម្ពុជាយើងរឿង Promise Species នេះអាចបង្ហាញខ្លួននៅលើ website អន្តរជាតិណាមួយហើយលោកយាយលោកតានៅក្រៅប្រទេសបានទស្សនាមុនពួកយើងវិញក៏អាចចែករំលែកមួយពួកយើងដែរអញ្ចឹងវិញស្រួលលោកតាលោកយាយនៅបារាំងមើលមុននេះទៅអាចដែរបងចាផលិតករជនជាតិអីគេ Serbia គាត់ឈ្មោះ Ivan Markovic ចាបងចាឈ្មោះគាត់ព្រោះឈ្មោះព្រោះប៉ុន្តែជម្រាបជូនបងប្អូនទាំងអស់គ្នាថាពួកយើងអត់បានជួបគាត់ទេយើងជួបតែតារាកម្ពុជាយើងពីររូបទេហើយដំណើររបស់គាត់ស្ដាប់ទៅស្រស់ស្អាតផងក៏ប្លែកផងមិននឹកស្មានដល់ផងសរសើរគាត់ផងសរសើររឿងបនដល់ហ្នឹងហ្មងថតមួយរឿងបានទៅបារាំងបងចង់ថតដែរដើរសុកគេហៅថតកុនថតមួយរឿងជាប់មហោស្រពភាពយន្តទីក្រុងកានទៀតយីអីកំឡឹងសំខាន់គាត់ថាគាត់ឮតំណែងថាបានទៅចូលរួមមហោស្រពភាពយន្តកានគាត់ហោះឡើងលើមេឃចាហើយគាត់និយាយថាចេះលើកទី1ឯងជាយន្តហោះទៅបារាំងហើយខ្ញុំសួរគាត់បងនៅបារាំងប្រោសសង្ហាអត់នឹងគេអត់ឆ្លើយគាត់ធ្វើចេះចឹងសួរទៅទៀតទេទៅយើងនាងខ្ញុំពីរនាក់ទៅផងទៅជួយសើទៅជួយសើហើយទៅសុំមើលផ្ទាំងទស្សនីយភាពចាចឹងបងប្អូនទាំងអស់គ្នានេះសំណួរទី1ហើយមូលហេតុទី2ហេតុអីបានជាល្បីដល់ថ្នាក់ខាង organizer គេចេញមហោស្រពភាពយន្តគេឲ្យ invitation ផ្ទាល់អញ្ជើញផ្ទាល់ចុះមិនបានអត់មានមុខតារាភាពយន្តកម្ពុជាយើងនៅលើកាមេរ៉ាព្រំក្រហមបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាថានៅទីនោះគេមានរបៀបរបបរបស់គេតើនរណាដែលនឹងតម្រូវឲ្យ Q ថាម៉េចខ្មែរយើងតម្រង់ជួរចា
តើនៅក្នុង category បែបណាដែលគេឲ្យតម្រង់ជួរដើរកម្រាលព្រំក្រហម ចា ហើយនៅក្នុង category បែបណាដែលយើងអត់ដើរកម្រាលព្រំក្រហមទេតែយើងដើរច្រកមួយទៀត ចា ដែលមានន័យថាមហាស្រពភាពយន្តទីក្រុងការនេះមិនមែនរៀបចំឡើងនៅក្នុងសាលតែមួយ ចាបង ដែលមានព្រឹត្តិការណ៍តែមួយទេគេមានចម្រុះព្រឹត្តិការណ៍ច្រើនអញ្ចឹងនៅក្នុង category របស់គាត់នេះគឺគាត់ចូលរួមក្នុងនាមជាតារាសម្ដែងក្នុងខ្សែភាពយន្តដែលចាក់បញ្ចាំងក្នុងមហោស្រព ចា អូកុំថាគាត់ណាពាក្យទាំងអស់ហ្នឹងបើឧទាហរណ៍ជាខ្ញុំវិញណាក៏ខ្ញុំហោះឡើងលើមេឃដែរ ចា មានអារម្មណ៍ថាមានមោទនភាពខ្លាំងណាស់ ជាមោទនភាពដ៏ធំធេង ចា មិនមែនត្រឹមតែយើងជាប្រជាពលរដ្ឋជាតារាសម្ដែងបងប៉ុន្តែគ្មានបើយើងនិយាយពីព្រេងវាសនានេះវា ចា ធំណាស់បង ឥឡូវយើងសាកសម័យថាអញ្ចឹងយើងទៅអង្គុយហើយទស្សនិកជនបរទេសទាំងអស់គេចាប់ផ្ដើមមើលទស្សនវិជ្ជាពីកម្ពុជាយើងហើយដល់ពេលចុងបញ្ចប់គេនាំគ្នាក្រោកផ្ទះដៃហើយគេទៅសើកម្ពុជាយើងប្រទេសយើងណាយើងមានអារម្មណ៍មិនទៅ អូ ប្រទេសខ្ញុំអញ្ចឹងមិនថាការផ្សព្វផ្សាយពីកម្ពុជាគ្រប់ទម្រង់ទាំងអស់សុទ្ធតែជាផ្នែកនៃការជួយឲ្យ soft power របស់កម្ពុជាកាន់តែរឹងមាំកាន់តែប្រសើរហើយវាជាចំណែកជួយឲ្យវិនិយោគិនក៏កាន់តែទុកចិត្តលើប្រទេសយើងតែមានវិនិយោគិនច្រើនមានការងារធ្វើច្រើនខ្ញុំនឹងធីតាទៅធ្វើការលេងបានថត YouTube ហើយចាអញ្ចឹងថតចា ថតលោកយាយលោកតាបានអីទស្សនាបង អញ្ចឹងយើងនិយាយចេះវិញកាលណាមានវិនិយោគិនចូលច្រើនមានការងារច្រើនអញ្ចឹងធ្វើឲ្យបងប្អូនយើងឧស្សាហ៍ហៅគុណធាទៅជួយប្រម៉ូទ ធីតាដែរ អញ្ចឹងហ៎ ចាទៅទាំងអស់គ្នា អញ្ចឹងអាក្រោយត្រូវជាង ចា អញ្ចឹងបងប្អូនអរគ្នាក្រៅតែពីមានវិនិយោគិនហើយមានភ្ញៀវទេសចរជាច្រើនដែលគេចាប់ផ្ដើមទុកចិត្តហើយយល់ថាកម្ពុជាគឺជាទីកន្លែងដែលមានសុវត្ថិភាពស្រស់ស្អាត ចា ផ្ដល់ភាពស្រស់ស្រាយមកលេងហើយអត់ជាប់ឈ្មោះអាក្រក់ប្រទេសខ្លះទៅលេងអត់បានទេជាប់ឈ្មោះអាក្រក់ឥឡូវឧទាហរណ៍ប្រទេសដែលគេលក់សេវាផ្លូវភេទ ចា អាយើងទៅលេងធម្មជាតិក៏គេថាហ្នឹងទៅរោស្រីដែរណាចង់ជាប់ឈ្មោះអាក្រក់អញ្ចឹង ត្រូវទេបង មែនទេ ចា អញ្ចឹងកម្ពុជាមិនមែនជាទីកន្លែងដែលធ្វើឲ្យភ្ញៀវទេសចរមកលេងហើយជាប់ឈ្មោះអាក្រក់ទេជាទីកន្លែងដែលធ្វើឲ្យគេមានអារម្មណ៍ថាអូអ្នកនេះទៅលេងស្រុកខ្មែរអ្នកនេះអ្នកស្រឡាញ់ធម្មជាតិអ្នកនេះអ្នកចង់យល់ដឹងអំពីប្រវត្តិសាស្ត្រអ្នកនេះអ្នកស្រឡាញ់ចម្លាក់ថ្មដូនតាអ្នកនេះអ្នកចង់យល់ដឹងអំពីវប្បធម៌អរិយធម៌របស់ប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍អីហើយចង់ស្វែងយល់ពីម្ហូប ចាខ្ញុំភ្លេចខ្ញុំស្មានតែភ្លេចឲ្យក្រោយគេហ្នឹងហើយវិញ យើងអ្នកចូលចិត្តហូបយើងភ្លេចម្ហូបមិនបានចាយើងមិនអាចមិនចូលចិត្តម្ហូបបានទេចាគីឡូឡើងស្រើតហើយឥឡូវចឹងមកបងប្អូនទាំងអស់គ្នាបទសម្ភាសន៍របស់គាត់មានខ្លឹមសារល្អមែនទែនចង់ដឹងអំពីដំណើរនៃការទៅចូលរួមក្នុងមហោស្រពភាពយន្តទីក្រុងកានរបស់ប្អូនLee Won ចារួមជាមួយនឹងប្អូន Vita Wong ថាតើពួកគាត់ទាំងពីរនាក់មានអីខ្លះដែលឆ្លងកាត់ surprise មិនក៏ប្លែកមិនភ័យដុកដាក់ដងមិនអីមិនយើងទៅស្ដាប់គាត់ទាំងអស់គ្នាហើយអធិស្ឋានផងក៏ពិតថ្ងៃហ្នឹងត្រូវជួបជាមួយបងលាក់ដែរ ចាបង ប៉ុន្តែដោយសារតែបងលាក់ដូចជាមិនទាន់មាននិស្ស័យមួយគុណធានិងធីតាក៏អត់បានជួបអញ្ចឹងសង្ឃឹមថាលើក្រោយនឹងបានជួបបងលាក់ដែរ បងលាក់បើបានលឺហើយលើក្រោយយើងជួបគ្នាម្ដងអញ្ចឹង ឧស្សាហ៍ផ្ដាំតាមវីដេអូ ផ្ដាំឲ្យហើយបងព្រោះមុនលាប្រាប់ថាយើងនឹងជួបគ្នាទៀតអញ្ចឹង ហើយក៏សូមអរគុណដល់បងណាថាន់ផងដែរចាវីដេអូមុនរៀងទៅគោះបោកបន្តិចសុំទោសបងថាវីដេអូនេះតើរៀងទន់ភ្លន់ វីដេអូមុនរំភើបពេកដែលបានលឺតំណែងបងឲ្យបងផ្ដល់តំណែងឲ្យជាការបង្ហោះតាមរយៈ Facebook អីចឹងទៅគុំតែបានបងណាថាន់យើងក៏មិនបានដឹងថាយើងមានវត្តមានតារាភាពយន្តកម្ពុជានៅលើកម្រាលព្រំក្រហមដែរ យើងអត់មានបានដឹងថាតារាភាពយន្តកម្ពុជានឹងត្រូវទៅចូលរួមមហោស្រពភាពយន្តនៅក្នុងទីក្រុងកានរបស់ប្រទេសបារាំងនៅក្នុងមហោស្រពភាពយន្តកានលើកទី79នេះទេប៉ុន្តែដោយសារតែបងណាថាន់គាត់ចេញផ្សាយចាបងដល់អញ្ចឹងទៅពួកយើងទាំងអស់នេះក៏បានដឹងឮដែរទៅបានយកមកផ្សាយជូនបងប្អូនអរគ្នាអញ្ចឹងបានថាមេដើមហេតុណាអត់ច្រឡំមេដើមហេតុអ្នកផ្ដល់ដំណឹងនិយាយគេនេះមិនត្រូវចាអ្នកផ្ដល់ដំណឹងគឺបងណាថាន់ចាបងចាអញ្ចឹងអរគុណបងណាថាន់មានការងារអីហៅបងអូនផងចាប៉ុន្តែបងនៅមានមួយទៀតអ្វីដែលចង់ឆ្លៀតឱកាសនេះក៏ចង់ជំរាបជូនក៏ដូចជាការស្នើសុំទៅក៏បានដែរជាការអំពាវនាវចង់ឲ្យបើសិនណាជាករណីដែលដូចដបងយើងទៅបានជួបផ្ទាល់បានន័យថាបបពិសោធន៍ដែលបងវីតាហើយនៅលាគាត់ប្រាប់យើងបានន័យថាពេលដែលពួកគាត់ទៅក៏បានត្រៀមខ្លួនអញ្ចឹងដំណើរនៃការទៅចូលរួមរបស់គាត់វាមើលទៅហាក់បីដូចជាសាមញ្ញពេកចាធម្មតាចាបន្ទាប់មកនាងខ្ញុំទាំងពីរនាក់ក៏ចូលរួមសហការគ្នាថាបើសិនណាជាបងត្រូវការអ្វីឬមួយក៏បងត្រូវការជំនួយនៅក្នុងការទៅចូលរួមកម្មវិធីចាផ្សេងៗទៀតចារៀបចំខ្លួន make up អីហោហាយព្រោះយើងមិនអាចទៅសាមញ្ញពេកបានទេចាបងចាអញ្ចឹងក៏សង្ឃឹមថាបើសិនណាជាមានលើកក្រោយទៀតជាសិល្បកររបស់យើងផ្នែកណាក៏ដោយកន្លែងណាក៏ដោយទៅចូលរួមព្រឹត្តិការណ៍ណាមួយនៃកម្មវិធីអន្តរជាតិក៏ចង់ឲ្យពុកម៉ែបងប្អូនចូលរួមទាំងអស់គ្នាតិចក្តីច្រើនក្តីទៅតាមលទ្ធភាពនិងចំណេះជំនាញរៀងៗខ្លួនធ្វើម៉េចឲ្យយើងមានអារម្មណ៍ថាយើង
សិល្បករយើងទៅមានភាពភ្លឺថ្លាមានពន្លឺនៅលើឆាកអន្តរជាតិចឹង ទៅរះហ្មង ចា មិនទៅធម្មតាអមជាមួយគេយើងចង់ទៅបង្ហាញពន្លឺរបស់យើងបើទោះបីជាពន្លឺរបស់យើងតូចក៏ដោយតែយ៉ាងហោចណាស់បានចាំងតាក់ភ្នែកគេមកបន្តិចដែរចាមកឆ្វាចដែរបើថាពន្លឺរបស់យើងនឹងវាមិនធំដូចគេបានមកឆ្វាចដែរចាមកឆ្វាចរបស់យើងហ្នឹងឲ្យគេដឹងថាហ៎មានកម្ពុជានៅទីនេះចាអញ្ចឹងសង្ឃឹមថាបងប្អូនអ្នកនេះនឹងចូលរួមអញ្ចឹងលោកតាលោកយាយឥឡូវនេះដឹងថាលោកតាលោកយាយលេងចង់មើលមុខគុនធានធីតាហើយចង់មើលមុខតួកុនម្ដងចានាំលោកតាលោកយាយទៅមើលតួកុនយើងហ្មងគាត់និយាយរៀលនិយាយរៀលហើយនិយាយសប្បាយសើចទៀតចាអញ្ចឹងមួយទៀតសូមអធិស្ឋានមុនទៅហើយពួកយើងបានប្រាប់ពួកគាត់ថាសូមឲ្យពួកគាត់ដកយកនៅអាភាពរ៉ាប់តឹបរៀបចំខ្លួននឹងចេញទៅនិយាយដូចខ្ញុំជាសាច់ញាតិចាអញ្ចឹងគាត់ក៏ព្រមប្រឡែងខ្លួនគេហៅថាម៉េចណោះបធូរអារម្មណ៍ហើយទៅជែកជាមួយពួកយើងនឹងជារបៀបសួរឆ្លើយដូចអ្នកផ្ទះចាអញ្ចឹងសម្ដីរបស់គាត់ខ្លះហ្នឹងស្ដាប់ទៅវាអាចនឹងមានឆ្គងអីខ្លះប៉ុន្តែចង់សុំចិត្តឲ្យបងប្អូនទាំងអស់គ្នាទទួលថាជាការសំណូមពររបស់ពួកយើងដើម្បីឲ្យការនិយាយរបស់គាត់ចេញមកហ្នឹងកុំឲ្យមើលទៅដូចឆ្ងាយគ្នាពេកដូចអីចឹងយើងចង់ឲ្យចេញមកដូចគ្រួសារខ្មែរសាច់ញាតិអ្នកផ្ទះជាមួយគ្នាចឹងហើយបានជាគាត់និយាយមកពាក្យខ្លះគឺគាត់អត់បានត្រូវសូវរ៉ាប់បតឹបអីទេហ្នឹងថាមិនទេរៀងសบายចាគាត់មិនសូវរៀបចំរឹកពីអីពេកទេយើងប្រាប់ពួកគាត់ថាមិនបាច់ទេយើងសុំឲ្យធម្មជាតិចឹងណាចាអញ្ចឹងបើសិនជាលោកតានិយាយស្ដាប់ទៅឃើញថារៀងមកដូចមិនសូវរ៉ាប់បតឹបអីណាអាហ្នឹងមកពីពួកយើងអាសនំចាអញ្ចឹងឥឡូវអញ្ជើញទៅទស្សនាវីដេអូពេញជាមួយយើងខ្ញុំដូចតទៅជម្រាបសួរយើងខ្ញុំឈ្មោះលីអឺវ៉នហើយខ្ញុំជាតួសម្ដែងមួយនៅក្នុងរឿង Promise Species ដែលហៅខ្មែរថាតោពីដែលបានចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តការនៅក្នុងឆ្នាំ2026ហើយខ្ញុំផ្ទាល់ដើរតួជាតួអង្គចរណៃដែលធ្វើជាអ្នកលក់អចលនទ្រព្យជំរាបសួរអរគុណសម្រាប់ការចូលបទសម្ភាសន៍នាងខ្ញុំឈ្មោះវងវិតានាងខ្ញុំជាតួសម្ដែងម្នាក់នៅក្នុងខ្សែភាពយន្ត Promise Species បើជាភាសាខ្មែរយើងហៅថាតោពីតើតើនឹង Promise Species នឹងដែរក៏យើងទទួលការអញ្ជើញជាផ្លូវការហើយក៏បានចាក់បញ្ចាំងនៅមហោស្រពការនៅឆ្នាំ2026នេះផងដែរតួរបស់នាងខ្ញុំឈ្មោះថាសេដាគឺជាអ្នកទិញអចលនទ្រព្យដូចច្រើនណាស់បានដែរអរគុណដែលបានចូលរួមនៅក្នុងខ្សែភាពយន្តមួយនេះបានធ្លាប់មានបទពិសោធន៍សម្រាប់ក្នុងភាពយន្តដទៃសម្រាប់នាងខ្ញុំគឺជាលើកទី1នៅក្នុងការសម្ដែងនៅក្នុងខ្សែភាពយន្តនេះដោយសារតែពីមុនអត់ដែលសម័យថាឬក៏ចង់ធ្វើជាតារាអីទេប៉ុន្តែវាជាការចៃដន្យមួយវាជាការចៃដន្យហើយក៏ជានិស្ស័យហើយក៏ជាកិត្តិយសមួយដ៏ធំធេងសម្រាប់នាងខ្ញុំនៅក្នុងការសម្ដែងរឿងនេះផងដែរត្រឡប់ទៅពីបទពិសោធន៍ដែលធ្លាប់មានគឺអត់មានទេអញ្ចឹងវាគឺជាលើកទី1សម្រាប់នៅក្នុងជីវិតតែម្ដងជាការចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តមួយនេះអារម្មណ៍មិនដែរទៅពេលដែលខ្សែភាពយន្តដំបូងគឺខ្សែជីវិតនេះស្រាប់តែជាប់ទៅដល់មហោស្រពដ៏ធំបំផុតរបស់ពិភពលោកតាមពិតទៅអត់ដែលសម័យគិតថាខ្សែភាពយន្តមួយហ្នឹងនឹងអាចឈានជើងទៅដល់មហោស្រពការដែលគេទទួលស្គាល់បែបហ្នឹងទេព្រោះគិតថាខ្លួនឯងជាមានន័យថាយើងអត់មានបទពិសោធន៍សោះហើយចូលរួមសម្ដែងលើកទី1អញ្ចឹងគ្រាន់តែជាការចូលរួមគេហៅថាសម្ដែងបែបធម្មតាយើងអត់ដែលនឹកស្មានអញ្ចឹងណាប៉ុន្តែនៅពេលដែលឮដំណឹងថាខ្សែភាពយន្តរបស់យើងត្រូវជាប់ដើម្បីចាក់បញ្ចាំងនៅក្នុងមហោស្រពការគឺពិតជារំភើបមែនទែនហើយមកដល់ពេលនេះរឹតតែមានមោទនភាពមានន័យថាអាភាពរំភើបរបស់យើងនៅតែមានរហូតដល់ពេលឥឡូវអញ្ចឹងណាចាអារម្មណ៍មិនដែរនៅពេលដែលទៅឃើញទីក្រុងប៉ារីសលើដំបូងជីវ៉ាពេលបារាំងចាពេលទៅដល់ដំបូងមានអារម្មណ៍ថារំភើបគ្រាន់តែឮដំណឹងថាពួកយើងត្រូវបានជ្រើសរើសselect ដើម្បីចូលរួមនៅក្នុងការចាក់បញ្ចាំលើកដំបូងនៅមហោស្រពការនោះគឺមានអារម្មណ៍ថារំភើបខ្លាំងមែនទែននៅពេលដែលទៅដល់កាន់តែរំភើបនៅពេលដែលជាប្រទេសដែលខ្ញុំតែងតែប្រាថ្នាចង់ទៅប្រទេសបារាំងអញ្ចឹងណាប៉ុន្តែពេលនេះគឺជាក្តីសម័យរបស់ខ្ញុំបានផ្លាច់ជាការពិតគឺបានចូលរួមនៅក្នុងមហោស្រពការតាមរយៈខ្សែភាពយន្តមួយនេះវាពិតជាមានមោទនភាពចំពោះខ្លួនឯងហើយក៏សប្បាយចិត្តមែនទែននៅក្នុងការចូលរួមហើយមានអារម្មណ៍ថាអត់ដឹងរៀបរាប់ប្រាប់ថាម៉េចអស់ពីអារម្មណ៍ថារំភើបហើយសប្បាយចិត្តនឹងអញ្ចឹងណាដោយសារតែជាលើកទី1ដែលយើងបានទៅឃើញប្រទេសអឺរ៉ុបដែលជាប្រទេសដែលអភិវឌ្ឍ
ចឹងអារម្មណ៍ពេលហ្នឹងគឺសប្បាយចិត្តនៅពេលដែលទៅដល់អត់មានអារម្មណ៍ថាអូត្រូវអាដាប់តាមម៉ោងពេលវេលារបស់គេទេគឺគេគេងថ្ងៃខ្ញុំគេងថ្ងៃដែរគេគេងយប់យើងគេងយប់គេដើរថ្ងៃយើងដើរថ្ងៃអញ្ចឹងមានអារម្មណ៍ថាយើងគ្រាន់តែទៅដល់យើងអាចសម្របតាមពេលវេលារបស់គេបានហ្មងវាថាអារម្មណ៍រំភើបអញ្ចឹងគេធ្វើមិនខ្ញុំធ្វើអញ្ចឹងដែរចាមួយណាបងរំភើបបងហើយអត់នឹកស្មានថាបានទៅអញ្ចឹងប៉ុន្តែពេលថាបានទៅហើយក៏មានអារម្មណ៍ថានៅតែរំភើបទៅដល់កន្លែងហ្នឹងនៅរំភើបសូម្បីតែមកដល់កន្លែងឥឡូវហ្នឹងក៏នៅតែរំភើបអត់នឹកស្មានថាវាបានទៅដល់ទីក្រុងកានអញ្ចឹងបងព្រោះមហោស្រពកាន Festival វាជាក្តីសម័យមួយរបស់ filmmaker ហើយក៏ជាក្តីសម័យមួយរបស់សិល្បករគ្រប់គ្នាដែលគាត់ចង់ទៅដែរទៅដល់នោះវាបានបើកអារម្មណ៍ច្រើនមើលទៅកាន់ពិភពលោកហើយក៏បានទៅចូលរួមមើលនៅក្នុងខ្សែភាពយន្តប្រកួតប្រជែងផ្សេងទៀតអញ្ចឹងណាបងហើយបានទៅជាមួយខ្មែរយើងពីរនាក់ទៀតជាមួយបងវលះហើយនិងបងវិតាទៅពេលអញ្ចឹងទៅយើងអត់មានអារម្មណ៍ថាម្នាក់ឯងទេមានគ្នាទៅជាមួយសម្រាប់អូន Promise Spaces នេះគឺជាខ្សែភាពយន្តដំបូងរបស់អូនដែរឬក៏មិនPromise Spaces ហ្នឹងគឺជាខ្សែភាពយន្តដំបូងដែលខ្ញុំបានសម្ដែងតែម្ដងបើសិនជាបកនិយាយត្រឡប់កាលពីdirector គាត់បានជួបយើងគឺវារៀងកំ pl ែងព្រោះដោយសារតែគាត់ជួបយើងទាំងអស់គ្នាដោយចៃដន្យទាំងអស់គាត់បានជួបខ្ញុំតាមផ្លូវពេលដែលខ្ញុំទិញម្ហូបចឹងទៅគាត់ក៏តំណែងថាចង់ធ្វើការសម្ដែងជាមួយគាត់អត់អញ្ចឹងយើងក៏បានណាត់ជួបគ្នាប៉ុន្តែក្រោយពីរឿងនេះគឺខ្ញុំនៅតែបន្តនៅក្នុងការសម្ដែងដដែលដោយសារតែខ្ញុំបានចូលរួមសិក្សារៀនសូត្រនៅក្នុងសាលាសិល្បៈសម្ដែងហើយបន្តមកដល់ឥឡូវនេះពួកខ្ញុំជាសិល្បករនៅលើ stage ដែលគេហៅថាការសម្ដែងលើឆាកហើយនឹងក៏ជាសិល្បករសម្រាប់ភាពយន្តផងដែរបងចាចូលរួមការហ្វេមក៏លើកទី1ក្នុងនាមយើងជាអ្នកអញ្ជើញទៅដល់ប៉ុស្តិ៍របស់ជំនាញនៅលើកម្រាលព្រំនៃការចូលទៅដល់កន្លែងរោងភាពភាពយន្តទៀតមានអារម្មណ៍មិនដែរអ្វីដែលយើងចាប់អារម្មណ៍មុនគេអំពីរោងភាពយន្តនៃការហ្វេមដែលយើងដើរចូលទៅសម្រាប់ខ្ញុំអារម្មណ៍ដំបូងហ្នឹងគឺរំភើបទី1ហ្នឹងបានទៅលើកទី1ដំបូងនៅបារាំងទី1នៅអឺរ៉ុបទី1ដំបូងគេគឺចាក់ការចូលរួមមហោស្រពកានហើយទី1សម្រាប់ពួកយើងហ្នឹងគឺការឃើញហ្វៀមនឹងលើកដំបូងអានេះគឺជាអារម្មណ៍ដោយសារពួកយើងអ្នកដឹកនាំរបស់យើងក៏ថានិយាយចង់ surprise យើងពេលដែលចាក់បញ្ចាំងនៅកានអញ្ចឹងគាត់ឲ្យពួកយើងមើលដំបូងឯងអញ្ចឹងការចាក់បញ្ចាំងនៅកានហ្នឹងគឺក៏ជាលើកទី1សម្រាប់សិល្បករ3នាក់ដែលខ្ញុំទៅហ្នឹងគឺឃើញលើកទី1ដែរចំពោះអារម្មណ៍ប្លែកហ្នឹងគឺប្លែកមួយត្រង់ថាទស្សនិកជនគឺសិតតែជាជនជាតិបារាំងហើយនឹងជនជាតិផ្សេងទៀតដែលគាត់បានទៅចូលរួមនៅក្នុងការមហោស្រពកានហ្នឹងអញ្ចឹងមានអារម្មណ៍ថាទស្សនវិជ្ជាមួយដែលឃើញជនជាតិផ្សេងទៀតដែលគាត់បានមកមើលរឿងតាក់ទងជាមួយនឹងប្រទេសកម្ពុជាយើងចាសម្រាប់បងក៏ដូចគ្នាវាជាលើកទី1សម្រាប់យើងនៅពេលដែលយើងបានមើលរឿងខ្លួនឯងវាពិតជាអស្ចារ្យមែនទែនដោយសារតែរឿងហ្នឹងយើងផលិតតាំងពីចុងឆ្នាំ2023ដើមឆ្នាំ2024អញ្ចឹងយើងធ្វើការថតហ្នឹង2ដងអញ្ចឹងពួកយើងតែងតែទន្ទឹងរង់ចាំនៅភាពយន្តដែលយើងបានសម្ដែងហ្នឹងថាមិនអីអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងបានទៅមើលរឿងខ្លួនឯងផ្ទាល់នៅពេលដែលយើងបានឈានជើងចូលទៅដល់រោងកុនដែលយើងត្រូវមើលរឿងរបស់ខ្លួនឯងផ្ទាល់ហ្នឹងគឺអារម្មណ៍ហ្នឹងមានអារម្មណ៍ថាអារម្មណ៍របស់យើងមានអារម្មណ៍ដូចហោះទៅលើមេឃបាត់ហើយអញ្ចឹងនិយាយអញ្ចឹងថាវារំភើបហ្មងណាអញ្ចឹងគ្រាន់តែយើងឈានចូលទៅហើយទស្សនិកជនគេអត់ដឹងថាមានតួសម្ដែងទៅមើលរឿងជាមួយពួកគាត់ទេអញ្ចឹងនៅពេលដែលរឿងហ្នឹងចាក់បញ្ចាំងចប់អស់ហើយនៅពេលដែលពួកយើងឡើងទៅលើឆាកគឺមានអារម្មណ៍ថាវារំភើបមែនតើជាលើកទី1ដែលយើងបានឃើញរឿងខ្លួនឯងហើយជាលើកទី1ដែលយើងបានចូលឈានជើងចូលទៅមើលនៅរោងកុននៅប៉ែកអឺរ៉ុបអញ្ចឹងវាពិតជាសប្បាយចិត្តខ្លាំងហើយក៏ជាមោទនភាពមួយសម្រាប់ពួកយើងជាសិល្បករខ្មែរដែរដោយសារតែពួកយើងទាំងអស់គ្នា3នាក់ពួកយើងសិតតែជាសិល្បករមិនមែនថាមានន័យថាជាសិល្បករដែលទៅពីខ្មែរប៉ុន្តែគាត់ថាពួកយើងមិនមែនជាអ្នកអាជីពអីទេអញ្ចឹងសិតតែជាលើកទី1សម្រាប់ពួកយើងទាំងអស់គ្នាអញ្ចឹងវាពិតជាកិត្តិយសក៏ដូចជាមោទនភាពចំពោះខ្លួនឯងផងដែរចា៎ចង់សួរថាធម្មតាការ Film Festival ជាកម្មវិធីមួយដែលមនុស្សមានល្បីល្បាញរឿងកម្
តាក់ទងជាមួយកម្រាលព្រំក្រហមហ្នឹងវាពេលដែលខ្ញុំទៅដល់ទីនោះវាជាការបែងចែកមួយផ្សេងទៀតបងតាក់ទងជាមួយនឹងការចាក់បញ្ចាំងគឺគេមាន category ច្រើនហើយ category របស់ពួកខ្ញុំហ្នឹងគឺនៅក្នុងអាស៊ីតគឺជាការលើកទឹកចិត្តទៅដល់ការលើកទឹកចិត្តទៅដល់ផលិតករឯករាជ្យភាពអញ្ចឹងគេមានបែងចែកច្រើនហើយនៅក្នុងកម្រាលព្រំក្រហមហ្នឹងសម្រាប់ខ្ញុំបានផ្ដោតសំខាន់ទៅលើកម្រាលព្រំក្រហមនេះប៉ុន្តែ steak កម្រាលព្រំក្រហមគឺគេទៅដើម្បីមើលរឿងមានន័យថាគេទៅដើម្បីទៅមើលខ្សែភាពយន្តដែលគាត់បានជាប់ selection ផ្នែកមួយទៀតបងចាហ្នឹងហើយអញ្ចឹងដោយលីអឺលើកឡើងអញ្ចឹងតាក់ទងជាមួយនឹងកុនរបស់ពួកយើងមិនមែនជាប់នៅក្នុងការថាចូលនៅក្នុងកុន Hollywood ទេអញ្ចឹងយើងមាន category របស់យើងគឺយើងជាប់នៅក្នុងអាស៊ីតអញ្ចឹងអាស៊ីតហ្នឹងគឺជាការផ្ដល់នឹងការលើកទឹកចិត្តទៅដល់ film maker ដែលពួកគាត់ធ្វើ film maker ឯករាជ្យហ្នឹងផ្ដល់កម្លាំងចិត្តក៏ដូចជាលើកទឹកចិត្តដល់ពួកគាត់ដើម្បីបន្តធ្វើរឿងហ្នឹងទៀតដូច្នេះហើយបានពួកយើងអត់មានមុខដើរនៅលើកម្រាលព្រំពណ៌ក្រហមប៉ុន្តែវាអត់ជាបញ្ហាទេការដែលជាប់នៅក្នុងផ្នែកអាស៊ីតដែលបានចាក់បញ្ចាំងនៅមហោស្រពកានវាគឺជាគេហៅថាគឺជាជោគជ័យដ៏ធំបំផុតសម្រាប់ពួកយើងដូចគ្នាហើយសម្រាប់កុនមួយនេះដូចគ្នាអញ្ចឹងការដើរលើព្រំក្រហមឬក៏មិនមែនដើរលើព្រំក្រហមពួកយើងមិនជាបញ្ហាទេប៉ុន្តែអ្វីដែលជាភាពជោគជ័យក៏ដូចសប្បាយចិត្តរបស់ពួកយើងគឺការបានកុនរបស់យើងត្រូវបានទទួលស្គាល់និងឲ្យទៅចាក់បញ្ចាំងនៅក្នុងមហោស្រពការចា៎អានឹងជារឿងដែលពួកយើងជា the big success មួយសម្រាប់កុនហ្នឹងក៏ដូចជា director ក៏ដូចជា team របស់ខាងពួកយើងដូចគ្នាចា៎អញ្ចឹងខ្ញុំមានសំណួរជាប់មែនតើនៅពេលដែលបងត្រូវបានផលិតករជ្រើសរើសនៅកម្ពុជាក្នុងការថតនោះធ្លាប់គិតដែរថាភាពយន្តនេះនឹងអាចឈានជើងវែងរហូតដល់ចូលទៅដល់មហោស្រពភាពយន្តចាអរគុណសម្រាប់សំណួរសម្រាប់ខ្ញុំគឺអត់ដែលសង្ឃឹមហ្មងដោយសារគិតថាខ្លួនឯងមិនមែនជាតួសម្ដែងអាជីពអញ្ចឹងប្រហែលជាអាចគ្រាន់តែវាថាជាជាប់ដែរប៉ុន្តែអាចជាប់នៅក្នុងផ្នែកណាមួយដែលវាល្មមអីអញ្ចឹងអត់គិតថារឿងហ្នឹងនឹងឈានជើងទៅដល់មហោស្រពការដ៏ធំបែបនោះទេអញ្ចឹងហើយបានពេលដែលថតរឿងនឹងចប់ខ្ញុំមានអារម្មណ៍ធម្មតាអញ្ចឹងណាពេលថតទៅមានអារម្មណ៍ថាមិនទៅអត់ខ្វល់ទេថតហើយហីអញ្ចឹងបើគេហៅថតទៀតបើមិនហៅអត់ទៅជាប់ហើយអញ្ចឹងមានអារម្មណ៍ថាអញ្ចឹងអត់គិតថាប៉ុន្តែនៅពេលដែលយើងដឹងថាកុនរបស់យើងត្រូវបានជាប់នៅក្នុងមហោស្រពការដូចខ្ញុំនិយាយមុនអញ្ចឹងអារម្មណ៍នៅលើមេឃខ្ញុំបានទទួលដំណឹងថាកុនរបស់ពួកយើងបានជាប់នៅការហ្នឹងនៅថ្ងៃទី14ខែមេសាថ្ងៃទី1នៃថ្ងៃចូលឆ្នាំខ្មែរពេលហ្នឹងគឺក្រុមការងារនៅខាងភ្នំពេញនៅខាង production NT អាខៃហ្នឹងគាត់បានតាក់ទងមកខ្ញុំអញ្ចឹងណាអញ្ចឹងហើយគាត់ប្រាប់ថាកុនរបស់យើងបានជាប់ហើយគ្រាន់តែលឺអញ្ចឹង Oh my god ហើយនេះអញ្ចឹងOh my god អញ្ចឹងខ្ញុំចេះ Oh my god ជាប់មែនអញ្ចឹងណាដល់ពេលអញ្ចឹងទៅគ្នាដល់ពេលអញ្ចឹងទៅថាពិតឬក៏មិនពិតឲ្យក្តីដៃខ្លួនឯងអញ្ចឹងពិតអញ្ចឹងណាថាពិតអត់អញ្ចឹងទៅដល់ពេលគាត់ប្រាប់ថាហើយពួកខ្ញុំ3នាក់នឹងត្រូវបានជ្រើសរើសដើម្បីទៅចូលរួមមើលរឿងខ្លួនឯងនៅមហោស្រពការនឹងទៀតអារម្មណ៍មួយនឹងរឹតតែរំភើបទៀតអារម្មណ៍នឹងមួយនឹងហើយដែលហោះទៅលើមេឃបាត់ហ្នឹងចាហោះទៅម្នាក់ឯងឬទៅ3នាក់ដោយសារខ្ញុំផ្ដល់ហ្នឹងខ្ញុំទទួលបានម្នាក់ឯងចឹងអារម្មណ៍ខ្ញុំហោះទៅបាត់ហើយខ្ញុំមិនដឹងថា Leader ឬក៏ជាបងវលៈបានហោះទៅអត់ទេអញ្ចឹងណាហើយខ្ញុំគិតថាប្រហែលជាពួកគេហោះទៅដែរប្រហែលជួបគ្នាលើនឹងទៀតដឹងហោះទៅលើថវពងចាអញ្ចឹងវាពិតជាអារម្មណ៍មួយដែលរំភើបខ្លាំងមែនទែនហើយក៏ខ្ញុំចង់ត្រឡប់ទៅហេតុអីបានខ្ញុំជួប director ដូច Leader គាត់បានលើកឡើងមុនអញ្ចឹង Leader គាត់បានជួប director របស់យើងគឺនៅពេលដែលគាត់ទិញម្ហូបនៅតាមផ្លូវអីអញ្ចឹងណាសម្រាប់ខ្ញុំក៏ដូចគ្នាគឺមានថា director របស់ពួកយើងគឺ Ivan ហ្នឹងគឺគាត់ select តួហ្នឹងគឺមិនមែនជាតួអាជីពហើយគឺគាត់មើលហ្មងថាម្នាក់ហ្នឹងសមនឹង role មួយណាសមនឹងតួសម្ដែងមួយណាអញ្ចឹងខ្ញុំបានជួបគាត់នៅ restaurant មួយឈ្មោះថានេសាទនៅម្ដុំទូតពូងចាអញ្ចឹងនៅពេលដែលខ្ញុំហើយជាមួយនឹងធីមការងាររបស់ពួកខ្ញុំទៅញ៉ាំអាហារពេលល្ងាចនៅទីនោះ Ivan ជាមួយនឹង Katrina ហ្នឹងក៏ពួកគាត់ទៅញ៉ាំអាហារនៅទីនោះដូចគ្នាហើយពេលហ្នឹងគាត់ស្រឡឹងមកខ្ញុំអញ្ចឹងណាគាត់ស្រឡឹងហើយគាត់ដូរកន្លែងគ្នាអង្គុយសម្លឹងមកខ្ញុំទៀតហើយខ្ញុំមានអារម្មណ៍ឆ្ងល់ក្នុងចិត្តថាហេតុអីបានពួកគេតែងតែសម្លឹងមកខ្ញុំអញ្ចឹងណាដល់ពេលដែលខ្ញុំទៅបន្ទប់ទឹកខ្ញុំត្រឡប់មកវិញឃើញគាត់តាមមើលតាណៅយើងអីចេះមួយចេះពីរអញ្ចឹងទៅក៏ខ្ញុំមានអារម្មណ៍ថាប្រហែលជាពួកគាត់ហ្នឹងជា scammer ហើយអញ្ចឹងណាពួកអី
តាមសម្លឹងមើលយើងរហូតទៅយើងឆ្ងល់ដែរបារម្ភដែរអញ្ចឹងក៏ខ្ញុំសួរធីមការងារខ្ញុំថាហេតុអីបានសម្លឹងមកខ្ញុំរហូតអញ្ចឹងហើយគាត់ថាហើយជាគេចាប់បារម្ភឯងស្អីមួយឯងថាដឹងចាប់បារម្ភអីខ្សែចាប់បារម្ភចង់ស្កេមដឹងអញ្ចឹងនិយាយអញ្ចឹងណាហ្នឹងហើយដល់ពេលហើយពួកយើងរៀបចំទៅផ្ទះដែលថាតែយើងបញ្ចប់អាហារពេលល្ងាចរបស់ពួកយើងហើយពួកគាត់ក៏ដើរមកសួរថាខ្ញុំចាប់អារម្មណ៍ថតរឿងអត់ដោយសារតែបច្ចុប្បន្នគាត់កំពុងតែរើសតួឲ្យសម្ដែងនៅក្នុងរឿងមួយហើយគាត់ចាប់អារម្មណ៍ខ្ញុំឲ្យសម្ដែងជាតួសេដានអ្នកដែលត្រូវទិញអចលនទ្រព្យហ្នឹងអញ្ចឹងណាហើយខ្ញុំឆ្លើយថាយេអាបែបយេយើងយេហើយវាថាយេបែបរបស់យើងហ្នឹងមានន័យថាយើងអត់ទាន់ទុកចិត្តទាំងស្រុងទេថាតើនេះជាការពិតឬក៏អត់ព្រោះយើងខ្លាចថាគេបោកឬអីអញ្ចឹងណាព្រោះអីនៅក្នុងគំនិតខ្ញុំការដែលរើសតួតាមផ្លូវអញ្ចឹងវាមិនអាចកើតមានឡើងទេវាមិនដែលមានហ្មងណាអញ្ចឹងវាជារឿងមួយដែលចម្លែកហើយវាសប្រៃខ្ញុំមែនតើអញ្ចឹងទៅខ្ញុំក៏ឆ្លើយជាមួយគាត់ថាអូខេខ្ញុំព្រមអីចឹងណាហើយក៏គាត់ចាប់ផ្ដើម contact មកយើងអីជាមួយជាពីរចឹងនៅថ្ងៃទី1ដែលខ្ញុំបានទៅសោមនៅ office anti archive ហ្នឹងគឺខ្ញុំហៅបងចដូនមួយខ្ញុំទៅទៀតដោយសារអត់ទាន់ទុកចិត្តខ្លាចថាបើមានបញ្ហាទៅបាន2នាក់ចឹងណាហ្នឹងហើយដល់ពេលចឹងទៅក៏ទៅដល់ office គេមើលចុះឡើងទៅមើលឡើងទៅ office គេតំណងដែរប្រហែលជាមិនបោកទេចឹងណាហើយក៏គាត់ឲ្យយើងចាក់ទឹកពីកែវមួយចូលកែវមួយចឹងទៅគាត់មើលយើងអីចឹងទៅខ្ញុំថាដឹងអីមកសោមចាក់ទឹកចូលកែវស្អីទេចេះតែមានហ្មងតែវាមិនចឹងយើងដឹងក្នុងចិត្តដល់ពេលត្រឡប់មកផ្ទះវិញថានឹងស្អីទេដល់អត់យល់សោះអញ្ចឹងណាហើយដល់ពេលមកដល់ផ្ទះវិញទៅសោមបានដូចជាម្ដងទៀតអីមិនទេ2ដងខ្ញុំអត់សូវអត់ចាំទេខ្ញុំប្រាប់គាត់វិញថាខ្ញុំប្រហែលជាអត់សមនៅក្នុងរឿងហ្នឹងទេអញ្ចឹងរើសអ្នកផ្សេងទៅហើយគាត់ព្យាយាមលើកទឹកចិត្តយើងថាបើសិនជាអ្នកឯងចូលលេងអ្នកឯងនឹងសុបាយអ្នកឯងនឹងចូលចិត្តអីអញ្ចឹងណាដល់ពេលនេះថាអូចូលលេងក៏លេងទៅចឹងមកតែមកផាថតគេឲ្យលុយដែរសោះហ្នឹងអញ្ចឹងណាតែគិតអញ្ចឹងថាទៅលេងក៏លេងទៅចឹងហើយគាត់សម្រេចចិត្តចូលលេងទៅមែនដល់ពេលយើងចូលលេងយើងថតអីជាមួយពួកគាត់ជាមួយលាអីចឹងមានអារម្មណ៍ថាសុបាយចិត្តហើយចូលចិត្តពីមួយថ្ងៃទៅថ្ងៃកាន់តែចូលចិត្តចាហ្នឹងហើយអញ្ចឹងនេះវាជាប្រវត្តិនៃការដែលពួកយើងខ្លាចជាតួសម្ដែងនៅក្នុងរឿង Promise Special តោ2ហ្នឹងក្រោយមុនពេលដែលជួបគាត់យើងបារម្ភថា director យើងនឹងជា scammer ចា៎ពេលដែលចូលធ្វើការជាមួយគាត់ហើយនិយាយទំនុកចិត្តរបស់យើងវិញបច្ចុប្បន្ននេះទុកចិត្តខ្លួនឯងប្រមាណ 100% បើសិនជាគេហៅគាត់បន្តទៀតទៅទៀតចង់និយាយថាបច្ចុប្បន្នហ្នឹងមានអារម្មណ៍ថាបន្ទាប់ពីយើងបានធ្វើការជាមួយគាត់យើងមានអារម្មណ៍ថាយើងកាន់តែទុកចិត្តគាត់ហើយគាត់ជាមនុស្សម្នាក់ដែលគាត់ take care ពីតួគាត់តែងតែសួរយើងថាមកចៅចេះមួយចេះពីរនិយាយទៅគាត់ជាមនុស្សម្នាក់ដែលបារម្ភពីតួសម្ដែងរបស់គាត់អញ្ចឹងណាព្រោះគាត់ចង់ឲ្យរឿងហ្នឹងវាល្អហើយក៏គាត់អត់ចង់ដាក់សម្ពាធឲ្យយើងដូចគ្នាប៉ុន្តែអ្វីដែលពួកយើងធ្វើនេះគឺធ្វើចេញពីចិត្តធ្វើដោយពេញចិត្តមានន័យថាធ្វើដោយក្តីស្រឡាញ់ជាមួយគាត់ក្នុងការរួមការងារនឹងជាមួយគាត់ហើយនៅពេលដែលបើសិនជាសួរថាចុះបើសិនជាគេហៅថតទៀតអត់ទៅចឹងនិយាយចឹងដោយបច្ចុប្បន្នហ្នឹងខ្ញុំបានបញ្ចប់រឿងលើកទី2របស់ខ្ញុំរួចហើយជាមួយនឹងផលិតកម្មដដែលហ្នឹងរឿងផ្សេងអញ្ចឹងណាហ្នឹងហើយអញ្ចឹងតួរបស់ខ្ញុំនៅក្នុងរឿងថ្មីហ្នឹងគឺខ្ញុំដើរតួជាមីងម្ដងហើយដើរតួជាមីងហ្នឹងគឺមីងហ្នឹងstrict ទៀតដែររឿងមុនខ្ញុំក៏ជាមនុស្សម្នាក់ដែល serious ដែរនៅក្នុងអារឿងដែលជាប់នៅការហ្នឹងណាខ្ញុំជាអ្នកទិញអចលនទ្រព្យប៉ុន្តែខ្ញុំនិយាយថាជាមនុស្សដែល seriousអញ្ចឹងថ្មីរឿងថ្មីនេះខ្ញុំជាមនុស្សម្នាក់ដែល serious ហើយ strict ដូចគ្នាអញ្ចឹងណាហើយជាគាត់ឃើញថាមុខខ្ញុំវា serious សមមិនដឹងបានជាគាត់ដាក់ទទួលអញ្ចឹងណាដល់ពេលអាថ្មីមានទំនុកចិត្តចាមានទំនុកចិត្តគិតថាខ្លួនឯងអាចធ្វើបានមិនថាបាន 100% ប៉ុន្តែខ្ញុំគិតថាបើសិនជាមានការវឹកហាត់ពីអ្នកដឹកនាំរឿងក៏ដូចជាជំនួយការរបស់អ្នកដឹកនាំរឿងខ្ញុំអាចធ្វើបានចាសម្រាប់រឿងដែលយើងយកទៅប្រចាំនៅផលប្រតិយើងក្នុងការគេនិយាយពីជីវិតរបស់កម្មករនៅអាគារពុះហើយនៃការបែងចែកសង្គមនៅក្នុងទីក្រុងសម្រាប់បងអូននិយាយយកថារឿងនេះឆ្លុះបញ្ចាំងពីសង្គមកម្ពុជាសពថ្ងៃដែរទេក៏បានជាលក្ខណៈតទៅបើសម្រាប់ខ្ញុំតាក់ទងជាមួយការបង្ហាញតថភាពសង្គមហ្នឹងវាមិនតាក់ទងជាមួយការបង្ហាញតថភាពសង្គមរបស់កម្មករតាក់ទងជាមួយនឹងការនិយាយពីជីវភាពរបស់គាត់ខ្ញុំគិតថាវាមិនមែនកើតមាននៅក្នុងប្រទេសកម្ពុជាតែម្ល៉េះទេវាអាចកើតមាននៅក្នុងប្រទេសផ្សេងទៀតប៉ុន្តែអីដែលក៏សម្គាល់មួយសម្រាប់ខ្ញុំដែលខ្ញុំចូលចិត្តការបង្ហាញហ្នឹងគឺមានន័យថាពេលដែលខ្ញុំឃើញគេសាងសង់អគារភាគច្រើនណាពេលគេកំពុងសាងសង់អគារអញ្ចឹងទៅខ្ញុំឃើញកម្មករបង
គ្រួសាររបស់គាត់អីពេលខ្លះគាត់ទៅរស់នៅក្នុងអគារហ្នឹងមុននឹងអគារហ្នឹងបានសាងសង់ចប់ហើយខ្ញុំគិតថាអគារដែលយើងរស់នៅរាល់ថ្ងៃហ្នឹងពេលដែលគេសាងសង់ចប់ហ្នឹងក៏ធ្លាប់មានប្រវត្តិមួយដែលមានអ្នករស់នៅក្នុងអគារមួយហ្នឹងដែរហើយមួយទៀតវាបង្ហាញពីការរស់នៅរបស់ប្រជាជនដែលនៅក្នុងតថភាពមួយដែលមានពិតប្រាកដមែនហើយខ្ញុំគិតថាអានេះវាជាការឆ្លុះបញ្ចាំងពីការរស់នៅរបស់គាត់ឆ្លុះបញ្ចាំងពីរបៀបរបបនៃការនិយាយហើយអំពីក្តីសម័យរបស់ពួកគាត់ព្រោះដោយសារតមនុស្សម្នាក់ក៏មានក្តីសម័យដែរហើយនៅក្នុងរឿងហ្នឹងក៏បញ្ជាក់ពីការក្តីសម័យរបស់ពួកគាត់ចង់បានផ្ទះបែបនេះគាត់រស់នៅបែបម៉េចអញ្ចឹងខ្ញុំគិតថាវាដូចជាភាពស្រស់ស្អាតមួយរបស់មនុស្សយើងរស់នៅសពថ្ងៃដែរបងចា៎សម្រាប់លីយ៉ានៅក្នុងខ្សែភាពយន្តតៅពីនេះអូនគិតថាតួអង្គរបស់អូននៅក្នុងខ្សែភាពយន្តមានចំណុចណាដែលវាស្រដៀងនឹងជីវិតពិតខាងក្រៅរបស់អូនមានបងមានខ្ញុំគិតថា director របស់ខ្ញុំ I1 គឺគាត់ភាគច្រើនគាត់តំណាក់តំណងមួយយើងនិយាយមួយយើងតើតើមួយជីវិតពិតសួរថាយើងមានជីវិតបែបណានិយាយដល់រឿងស៊ីជម្រៅតើតើមួយអារម្មណ៍នៃការរស់នៅនិយាយទៅកាលពីខ្ញុំមកភ្នំពេញលើកដំបូងនៅពេលដែលរៀនឆ្នាំទី1ទី2ហ្នឹងខ្ញុំបានចូលធ្វើការនៅក្នុងភោជនីយដ្ឋានហើយខ្ញុំធ្វើជាអ្នក service ហើយអាកប្បកិរិយាខ្ញុំនិយាយជាមួយមនុស្សទូទៅគឺដូចយើង service like friendly មែនតើគាត់ខែអត្តចរិតមួយហ្នឹងហើយគាត់ចង់យកអត្តចរិតមួយហ្នឹងទៅ apply ចូលក្នុងរឿងរបស់គាត់ដែលខ្ញុំធ្វើជាអ្នកលក់អចលនទ្រព្យអញ្ចឹងទៅវាអាចនឹងស្តៀងជាមួយជីវិតខ្ញុំហើយនឹងអត្តចរិតរបស់ខ្ញុំមួយចំនួនដែរហើយណាមួយទៀតខ្ញុំគិតថាខ្ញុំធ្លាប់បាននិយាយទៅកាន់បងថាភាគច្រើនខ្មែរយើងមានភាពរស់រាយហ្នឹងដោយសារតែឧទាហរណ៍ពេលខ្លះគាត់អត់ពេញចិត្តទេមួយចំនួនណាគឺគាត់តែគាត់នៅតែរក្សាភាពញញឹមអញ្ចឹងចំណុចដោយសារតែនេះជាទូនទីជាអីមួយឬក៏ពេលយើងធ្វើជាអ្នកលក់ឬក៏អ្នកបម្រើសេវាកម្មទៅគាត់នៅមានគេហៅមូលដ្ឋានមួយដែលនៅតែរស់រាយជានិច្ចទោះបីជាភ្ញៀវអត់ពេញចិត្តយើងជាអ្នកផ្ដល់សេវាកម្មឲ្យគេយើងត្រូវតែញញឹមរាក់ទាក់របស់គាត់រាក់ទាក់ជាមួយគាត់រហូតដល់ចុងក្រោយអញ្ចឹងហ្នឹងក៏គាត់ឃើញអត្តចរិតខ្ញុំអញ្ចឹងហើយខ្ញុំគិតថាប្រហែលជាស្តៀងជាមួយនឹងតួដែលគាត់អត្តចរិតតួដែលគាត់ចង់រកដែរបងចា៎មានតែយើងត្រូវនិយាយរហូតដល់បានលើកពីភ្ញៀវគឺបងគឺយើងមានគោលដៅពិតប្រាកដចាំខឹងនៅផ្ទះសម្រាប់ភាពយន្តនេះពីអ្វីដែលបងអូនបានឃើញពីព្រោះថាភាពយន្តមួយនេះគឺយើងយកទៅពិចារណាជូនទស្សនិកជនដែលកំពុងមើលនៅក្នុងមហោស្រពភាពយន្តទីក្រុងកាននៅក្នុងប្រទេសបារាំងតែម្ដងចា៎អញ្ចឹងតើភាពយន្តមួយនេះចង់ឲ្យទស្សនិកជនអន្តរជាតិគេយល់អ្វីពីកម្ពុជាបន្ថែមហើយតើពួកគេនឹងបានឃើញជ្រុងណាមួយផ្សេងអំពីភាពស្រស់ស្អាតរបស់សង្គមយើងឬក៏បានដែរបើតេតងជាមួយខ្ញុំគិតថាជនជាតិផ្សេងដែលគាត់បានមើលរឿងហ្នឹងហើយក៏ដូចជាជនជាតិខ្មែរដែរមិនមែនថាជនជាតិផ្សេងឬថាយើងមើលជាមួយគ្នាវាអាចបង្ហាញពីភាពខុសគ្នានៃជីវិតមានន័យថាអ្នកខ្លះរស់នៅជីវិតមួយនៅក្នុងកម្រិតនេះអ្នកខ្លះរស់នៅកម្រិតមួយទៀតនៅក្នុងជីវិតឧទាហរណ៍ដូចជាខ្ញុំជាមួយនឹងតួអង្គរបស់សេដាគឺជាគាត់ជាអ្នកទិញអចលនទ្រព្យហើយខ្ញុំគឺជាអ្នកលក់សូជីវិតរបស់ពួកខ្ញុំមានផលលំបាកហើយនឹងមានចំណុចល្អហើយនឹងមិនល្អវាកើតមាននៅក្នុងពេលតែមួយអញ្ចឹងខ្ញុំគិតថាវាឆ្លុះបញ្ចាំងពីការរស់នៅមួយដែលមានលំដាប់ផ្សេងពីគ្នាអានេះគឺជាការយល់ឃើញរបស់ខ្ញុំមិនដឹងថាការយល់ឃើញរបស់គាត់មិនទេចាសម្រាប់ខ្ញុំវិញតកតងជាមួយរឿងមួយនេះនៅពេលដែលពួកយើងបានមើលរឿងខ្លួនឯងអ្វីដែលខ្ញុំមើលឃើញពីខ្សែភាពយន្តមួយហ្នឹងខ្ញុំដឹងថាតើជនជាតិបរទេសគេនឹងមាន mindset ដូចយើងអត់ទេប៉ុន្តែអ្វីដែលខ្ញុំមើលឃើញគឺខ្ញុំបានមើលឃើញពីភាពស្រស់ស្អាតនៃអាគារដែលគេទុកចោលហ្នឹងមិនមានន័យថាទោះបីជាអាការទុកចោលមិនមែនថាយើងអត់ប្រើប្រាស់វាទេវាថាគ្រាន់តែយើងមិនទាន់បញ្ចប់ការសាងសង់អញ្ចឹងណាប៉ុន្តែកំឡុងពេលដែលយើងអត់ទាន់បញ្ចប់ការសាងសង់ហ្នឹងយើងមើលឃើញពីភាពស្រស់ស្អាតដែលរុំព័ទ្ធដោយព្រៃឈើហ្នឹងវាជាសោភ័ណភាពមួយដែលបង្ហាញថានៅស្រុកយើងសម្បូរដោយធនធានធម្មជាតិដែលស្រស់ស្អាតអញ្ចឹងអានេះក៏វាជាផ្នែកមួយដែលយើងអាច
តាក់ទាញនៅចំណាប់អារម្មណ៍របស់បរទេសដែលគេចូលមកទស្សនាប្រទេសយើងដូចគ្នាព្រោះអីនៅពេលខ្ញុំឃើញថាប្លង់នីមួយៗដែលគាត់បានថតហ្នឹងគ្រប់ប្លង់ទាំងអស់គឺវាបង្ហាញពីសិល្បៈនៃការថតហើយគឺស្អាតមែនទែននៅក្នុងប្លង់ហ្នឹងសូម្បីតែខ្ញុំឃើញអាគារដែលគាត់ថតហ្នឹងខ្ញុំsurpriseមែនទែនមានអារម្មណ៍ថាអូពិតជាស្អាតមែនអញ្ចឹងយើងអត់នឹកស្មានថាប្លង់មួយដែលគាត់ចម្រាញ់ដែលគាត់រិះគិតហើយដែលគាត់ឲ្យយើងថតដដែលហ្នឹងគឺវាលទ្ធផលចេញមកល្អឥតខ្ចោះបែបហ្នឹងទេអញ្ចឹងណាចា ហើយមួយទៀតខ្ញុំក៏ចូលរួមគ្រប់គ្រងទៅដល់ក្រុមការងារដែរគាត់ធ្វើបានល្អតាក់ទងជាមួយការ editing អីហ្នឹងបងហើយចំណុចដែលលេចធ្លោនៅក្នុងរឿងមួយទៀតហ្នឹងគឺសំឡេងពេលដែលចូលមើលទៅសំឡេងវាល្អវាភូមិព័ទ្ធជាមួយរូបភាពហើយវាមានជាមួយ surrounding សំឡេងហ្នឹងធ្វើឲ្យអារម្មណ៍អ្នកមើលហ្នឹងវាទៅតាមបន្តិចម្ដងជាមួយនឹងសំឡេងហ្នឹងដែរ ចាហ្នឹងហើយនៅក្នុងស៊ីនមិនមានតែមួយទេមានច្រើនដោយសារអីគេជាការថតលើកទី1របស់យើងអញ្ចឹងអ៊ីវ៉ាន់អ្វីដែលគាត់ខ្សែភាពយន្តរបស់គាត់គឺមិនមែនដូចខ្សែភាពយន្ត Hollywood ដែលត្រូវនិយាយជាមួយគ្នាទៅមកបាច់មកហើយគឺជាការប្រើអារម្មណ៍ជាជាងកាយវិការដូច្នេះវាជាការពិបាកបំផុតសម្រាប់ខ្ញុំដោយសារតែខ្ញុំត្រូវតែដាក់អារម្មណ៍ដើម្បីឲ្យស៊ីជាមួយនឹងទស្សនវិជ្ជាបែបហ្នឹង មានថាខ្ញុំត្រូវប្រើប្រាស់អារម្មណ៍ខាងក្នុងខ្ញុំឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានយើងជាលើកទី1អញ្ចឹងយើងអាចសម័យមើលថាតើវាពិបាកប៉ុណ្ណាអញ្ចឹងខ្ញុំទ្រាំតែដាក់អារម្មណ៍បានមួយហ្នឹងត្រូវចំណាយពេលថតស៊ីននឹងម្ដងហើយម្ដងទៀតហើយនិយាយរឿងអស់ស្នើចមួយទៀតបើសិនជាស៊ីនហ្នឹងគាត់និយាយថា very good excellent តែប៉ិតស៊ីនហ្នឹងគាត់អត់យកទេណាគាត់គ្រាន់លើកទឹកចិត្តយើងដើម្បីយើងធ្វើម្ដងទៀតអញ្ចឹងណាដំបូងខ្ញុំគិតថាចេះអូល្អហើយចង់បានទេ do again មិនចឹងវិញចឹងណាអញ្ចឹងដំបូងរំភើបប៉ុន្តែបើសិនជាគាត់និយាយពាក្យថា we have it we got it មានថាស៊ីនហ្នឹងគឺល្អហើយមិនបាច់ធ្វើម្ដងទៀតទេអញ្ចឹងអ្វីដែលខ្ញុំចងចាំអត់ភ្លេចហ្នឹងគឺការធ្វើបែបហ្នឹងជាមួយគាត់ហើយគាត់អ៊ីវ៉ាន់គឺគាត់ជាមនុស្សម្នាក់ដែលចង់ឲ្យខ្សែភាពយន្តហ្នឹងឲ្យវាអត់កាត់តច្រើនណាព្រោះថាយើងលេងម៉ាស៊ីនហ្នឹងភាគច្រើនយើងទៅរហូតហ្មងអញ្ចឹងវាពិបាកសម្រាប់ហ្នឹងនៅក្នុងការដាក់អារម្មណ៍ ក្នុងការដាក់អារម្មណ៍ខឹងដាក់អារម្មណ៍សេតដាក់អារម្មណ៍មានថាយើងខកចិត្តនៅពេលដែលយើងអត់ទទួលបានអីគេមានថារបស់ដែលយើងចង់បានបែរជាខាងអ្នកលក់អចលនទ្រព្យគាត់ប្រាប់ឲ្យយើងទៅយករបស់ថ្មីវិញអញ្ចឹងគឺខ្ញុំត្រូវដាក់អារម្មណ៍ធ្វើម៉េចដើម្បីមិនមែនជាវិតាទេគឺសេដាមានថាខ្ញុំត្រូវដាក់អារម្មណ៍ជាសេដានៅក្នុងរឿងហ្នឹងអញ្ចឹងខ្ញុំមាននៅក្នុងខ្សែភាពយន្តមួយហ្នឹងគឺខ្ញុំត្រូវ set ច្រើន disappointed ហើយយើងខកចិត្តម្ដងហើយម្ដងទៀតអញ្ចឹងខឹងគេខឹងឯងពេញហ្នឹងមករឿងហ្នឹងអញ្ចឹងចាហ្នឹងឯងអាហ្នឹងគឺជាចំណុចសំខាន់ដែលពិបាកហើយមានចំណុចពិបាកមួយទៀតគឺខ្ញុំត្រូវពាក់បិជើងកែងដើររហូតសូម្បីតែញ៉ាំបាយក៏ពាក់កែងដែរលយចាហ្នឹងហើយអញ្ចឹងខ្ញុំត្រូវដើរច្រើនដល់ពេលអញ្ចឹងវាឈឺជើងមែនតើនៅពេលដែលខ្ញុំថតរឿងហ្នឹងចប់ហើយជើងអាក្រោយខ្ញុំវាសោះហើយវាតបៅ ប៉ុន្តែនៅពេលដែលថតហ្នឹងយើងអត់មានអារម្មណ៍ថាឈឺទេដោយសារតែយើងពេញចិត្តហើយយើងដាក់អារម្មណ៍បានអញ្ចឹងអាឈឺហ្នឹងវាលែងនឹកឃើញហើយយើងនឹកឃើញថាធ្វើម៉េចដាក់អារម្មណ៍មិនត្រូវប៉ុន្តែនៅពេលដែលថតចប់ម៉ាស៊ីនមួយគឺជើងរបស់ខ្ញុំហ្នឹងគឺខ្ទេចហ្មងឈឺខ្លាំងហ្មងអាហ្នឹងគឺជាស៊ីនដែលពិបាកមួយទៀតក្នុងការដែលខ្ញុំត្រូវពាក់បិជើងកែងដើរច្រើនព្រោះនៅក្នុងមួយសាច់រឿងហ្នឹងគឺកែងរហូតដល់មកចប់រឿង ដោយសារយើងជាអ្នកមានលុយទិញអាចនៈទ្រព្យដែរអញ្ចឹងមានលុយទិញមួយជើងកែងហ្នឹងហើយយើងមានលុយទិញមួយជើងកែងត្រូវប្រើប្រាស់មួយជើងកែងនៅអស់លទ្ធភាពចានៅក្នុងហ្នឹងមានហ្មងលយហ្មងចាអភិជនប៉ុន្តែអភិជនហ្នឹងចរិតរៀងខកអតិចដោយសារគេយើងមួម៉ៅមួយគេមួយឯងគ្រប់គ្នាអញ្ចឹងណាប៉ុន្តែនៅខាងក្រៅខ្ញុំមិនអញ្ចឹងទេ slow អត់ទេពេលខ្លះនៅក្រៅខាងក្រៅ ពេលខ្លះ serious ពេលខ្លះក៏ប្លែកនេះដែរចឹងទៅចាសម្រាប់អារម្មណ៍របស់ពីតាហើយនឹងវាផ្ទាល់វិញយើងទាំងអង្គុយមើលខ្សែភាពយន្តរបស់យើងជាលើកទី1ជាមួយទស្សនិកជនដែលជាបរទេសនៅពេលដែលខ្សែភាពយន្តចប់តែយើងឃើញថាទស្សនិកជនបរទេសគេបង្ហាញប្រតិកម្មតបត្រឡប់មកវិញបែបនេះដែរគេទេដៃមើលរឿងចប់ភ្លាមគេទេដៃហើយពួកខ្ញុំឡើងទៅលើទៅគេមានចំណាប់អារម្មណ៍ មួយចំនួនហើយខ្ញុំដូចជាឃើញគេហៅគេ
គេផ្ដល់ចំណាប់អារម្មណ៍ទៅលើ website ខ្ញុំឃើញមានការចាប់អារម្មណ៍ច្រើនតាក់ទងជាមួយការរបៀបដែលគាត់ដឹកនាំហើយរបៀបដែលអាយវ៉ាន់គាត់បង្ហាញពីផ្នែកមួយតគ្នានៅក្នុងសាច់រឿងប៉ុន្តែខ្ញុំគិតថាគេរំភើបដែលបានឃើញរូបភាពទាំងអស់ហ្នឹងហើយខ្ញុំគិតថាគេក៏ចូលចិត្តជាមួយសម្លេងមានអ្នកសួរទៅមួយសម្លេងហើយមុនដំបូងខ្ញុំគិតថាពេលដែលចាប់ភ្លាមគេថាអ៊ុ Q&A ខ្ញុំភ័យថាទៀតមានអ្នកសួរទៅដល់ពេលចូលដល់វគ្គ Q&A ហ្នឹងក៏មានអ្នកសួរមានចំណាប់អារម្មណ៍តាក់ទងជាមួយនឹងរឿងតាក់ទងជាមួយតើអ្នកសម្ដែងរបស់យើងហ្នឹងមានអារម្មណ៍បែបណាពេលជាមួយ script ពេលដែលបានសម្ដែងជាមួយធ្វើការជាមួយនឹង director ជនជាតិបរទេសហើយពួកយើងក៏បានឆ្លើយទៅតាមអីដែលអ្នកទស្សនិកជនហ្នឹងក៏គាត់មានចំណាប់អារម្មណ៍ទៅលើរឿងមួយចំនួនភាគច្រើនគាត់សួរតាក់ទងជាមួយការដឹកនាំរឿងជាការ co-working ជាមួយនឹងជនជាតិបរទេសដែលគាត់ជាអ្នកដឹកនាំតែតាមពិតទៅបើតាមខ្ញុំគិតគាត់ចំណាយពេលវេលានៅជាមួយជនជាតិខ្មែរនឹងច្រើនរហូតដល់យកអារម្មណ៍ជនជាតិខ្មែរបងដូចគាត់ទៅមើលអាគារហ្នឹងគាត់ទៅនៅជាមួយអ្នកដែលគាត់នៅរស់នៅក្នុងអាគារហ្នឹងហ្មងគឺគាត់ទៅសិក្សាពីពួកគាត់ទៅយល់ដឹងថាគាត់ប្រើប្រាស់របៀបម៉េចហើយយើងក៏មាន assistant director ដែលគាត់បកប្រែ script ភាសាអង់គ្លេសមកខ្មែរអញ្ចឹងទៅគាត់សម្របសម្រួលទៅតាមបរិបទរបស់ខ្មែរយើងដល់ពេលអញ្ចឹងទៅខ្ញុំគិតថាគាត់ជនជាតិបរទេសប៉ុន្តែគាត់នៅតែអាចដឹកនាំរឿងខ្មែរបានព្រោះសារគាត់ចំណាយពេលហើយគាត់ចំណាយកម្លាំងកាយកម្លាំងចិត្តរបស់គាត់ព្យាយាមយល់ពីយើងបានច្រើនចា៎សម្រាប់ការដែលបងអញ្ជើញទៅដល់កន្លែងរោងចាំចាំភាពយន្តនៅការនៅប្រទេសបារាំងក៏មានបានជួបកតិករបរទេសផ្សេងទៀតក៏ដូចជាតួអង្គមួយក៏តារាភាពយន្តបរទេសដែលគាត់មកចូលរួមនៅក្នុងជាមួយគ្នាដែរមានបានជជែកគ្នានិយាយលេងមួយក៏បានសួរនាំពីវិស័យភាពយន្តភាគច្រើនខ្ញុំអត់សូវបានជួបអ្នកដែលធ្វើការជាសិល្បករដូចគ្នាទេបងតែបានជួបភាគច្រើនហ្នឹងគឺជា director ជា producer វិញហើយពួកយើងនៅនោះកន្លែងសម្រាប់ make នៅ connection ហ្មងអ្នកដែលទៅនោះគឺគេចង់ make connection ច្រើនហើយយើងមានការគេហៅថាការជប់លៀងដែលនិយាយជាមួយអ្នកដែលនៅក្នុង category acid ហ្នឹងហើយក៏មានការជប់លៀងផ្សេងទៀតដែលយើងអាច make connection ច្រើនប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំបានជួបភាគច្រើនហ្នឹងគឺខាង producer ហើយនិងខាង director ដែលជាជនជាតិបរទេសហើយយើងបានចែកម្លែកគ្នាតាក់ទងជាមួយការយកឃើញរបស់គាត់នៅក្នុងប្រទេសរបស់គាត់ហើយខ្ញុំក៏ចែកម្លែកតាក់ទងជាមួយស្ថានភាពនៅក្នុងប្រទេសរបស់យើងតើការថតភាពយន្តយើងគឺបែបម៉េចអញ្ចឹងទៅកាន់គាត់វិញហើយខ្ញុំគិតថាវាជាចំណុចល្អមួយព្រោះដោយសារតែថ្ងៃណាមួយអាចធ្វើការមួយគាត់ក៏ថាបានចា៎តាមរយៈភាពយន្តដែលយកទៅចាក់ចាំនៅការហ្វេមនៅពេលនេះបងគិតថាអ្វីដែលយើងកំពុងតែព្យាយាមបង្កើតអ្នកតំណជាមួយនឹងផលិតករមកជាមួយនឹងនឹងមើលទៅឃើញថាថាយើងមិនអាចបងនាំយកពីទេពកោសល្យមួយក៏កិច្ចការភាពនៃវិស័យភាពយន្តខ្មែរឡើងទៅកាន់ឆាកអន្តរជាតិទៅធំអានេះខ្ញុំសម្រាប់បងឯងគិតមិនដែរបើសម្រាប់ខ្ញុំផ្ទាល់ដូចខ្ញុំអាចបាននៅក្នុងចិត្តពួកគាត់ទេប៉ុន្តែបើសិនជាខ្ញុំផ្ទាល់នៅពេលដែលខ្ញុំបានឃើញអានឹងហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមានកម្លាំងចិត្តធ្វើទៀតហ្មងដូចមានកម្លាំងចិត្តជំរុញខ្លួនឯងឲ្យច្រើនជាងមុនថា if I have opportunity I will ចាប់វាឲ្យបានហើយខ្ញុំនៅធ្វើព្យាយាមធ្វើឲ្យល្អប៉ុន្តែបើសិនជាសម្រាប់ការយកឃើញរបស់ពួកគាត់ខ្ញុំអាចបានជួបច្រើនដល់ពេលអញ្ចឹងទៅខ្ញុំពិបាកវាតម្លៃថាតើគាត់គិតបែបណាចំពោះការដែលយើងទៅដល់ទីនោះហើយការយកឃើញរបស់គាត់បែបណាជាលក្ខណៈធំទូលាយប៉ុន្តែសម្រាប់ខ្ញុំគិតថាបើសិនជាខ្ញុំមានឱកាសខ្ញុំនៅធ្វើវាបន្តទៅទៀតហើយមានអារម្មណ៍ថាខ្លួនឯងហ្នឹងមានកម្លាំងចិត្តច្រើនជាងមុនព្រោះដោយសារតែអូការងារលើកដំបូងបានទៅដល់ការហើយខ្ញុំមានអារម្មណ៍ថារំភើបហើយនៅតែរំភើបជាមួយកិច្ចការងារហ្នឹងមែនតើចាសម្រាប់ខ្ញុំគឺខ្ញុំយល់ឃើញថានៅពេលដែលខ្សែភាពយន្តមួយនេះបានឈានជើងទៅដល់មហោស្រពកានអញ្ចឹងគឺវាជាឱកាសមួយសម្រាប់ពិភពលោកដែលអាចមើលឃើញថាមិនមែនតែត្រឹមតែជាគេហៅថាអ្នកផលិតកុនខ្មែរឬក៏បរទេសទេគឺពួកគាត់អាចមកធ្វើកុននៅស្រុកខ្មែរបានឧទាហរណ៍ដូចជាអ៊ីវ៉ាន់បើសិនជាគាត់មើលឃើញថាគាត់ចាប់អារម្មណ៍នៅផ្នែកណាមួយនៃប្រទេសកម្ពុជាយើងអញ្ចឹងគាត់មកតាក់ទងជាមួយនឹង NTX ហើយដែលជាផលិតកម្មនៅស្រុកខ្មែរអញ្ចឹងគាត់ផលិតរឿងដែលតួសម្ដែងជាជនជាតិខ្មែរលើទឹកដីខ្មែរអញ្ចឹងក៏វាចង់បង្ហាញទៅទីផ្សារអន្តរជាតិនៅក្នុងវិស័យកុននឹងផងដែរបើសិនជាពួកគាត់ជាជនជាតិបរទេសគាត់អាចដឹងថាតើ
គាត់ចង់ធ្វើកុននៅស្រុកខ្មែរហើយជាតួសម្ដែងខ្មែរដោយរបៀបណាគឺគាត់គឺពួកយើងមាន NTX ហើយដែលជាអ្នក corporate នៅក្នុងជាមួយនឹងជនបរទេសក្នុងការបង្កើតភាពយន្តដែលមានតួសម្ដែងជាជនជាតិខ្មែរអញ្ចឹងរឿង Promise Species មួយនេះខ្ញុំសង្ឃឹមថាវាជាការបើកចំហទៅទីផ្សារកុនទូទាំងពិភពលោកដើម្បីមកធ្វើកុននៅស្រុកខ្មែរដែលមានតួសម្ដែងជាខ្មែរនេះហើយគឺជាមោទនភាពមួយដែល Promise Species បានឈានទៅដល់មហោស្រពការដែលអាចបង្ហាញទៅពិភពលោកនៅក្នុងការឲ្យពិភពលោកបានឃើញថាភាពយន្តខ្មែររបស់យើងតួសម្ដែងខ្មែររបស់យើងគឺក៏មានសមត្ថភាពមិនធម្មតាដែរចា៎អូនមានតាមួយសំណួរចុងក្រោយបងអស់ហើយបន្ទាប់មកគឺជឿវាតែម្ដងចា៎ឲ្យបងហើយនឹងអលីយើបង្ហាញពីចំណាប់អារម្មណ៍ក៏ដូចជាការលើកចិត្តទៅកាន់ប្រជាជនយើងទៀតណាបានន័យថាជាសិល្បករក៏ដោយជាអ្នកជំនាន់ក្រោយក៏ដោយអ្នកមិនទាន់ប្រឡងភាពយន្តក៏ដោយដែលចាប់ផ្ដើមក្នុងការចូលរួមប្រឡងវិស័យភាពយន្តដើម្បីជាការលើកទឹកចិត្តពួកគាត់ថាអូឥឡូវថតរឿងខ្មែរទៅរឿងខ្មែរមិនមែនដូចពីមុនទេយើងមានឱកាសបានទៅលើឆាកអន្តរជាតិបើមានឱកាសក្នុងការនិយាយទាំងគាត់តើនឹងនិយាយអីទៅកាត់គាត់ខ្ញុំទៅមកណាបើសម្រាប់ខ្ញុំអីដែលចង់ប្រាប់ទៅអ្នកដែលចូលចិត្តហើយចង់ធ្វើនៅក្នុងខ្សែភាពយន្តគឺបើថាចង់ធ្វើហើយត្រូវតែព្យាយាមធ្វើឲ្យល្អហើយបើមានឱកាសអាចចូលរួមចាប់ផ្ដើមទាំងអស់គ្នាព្រោះដោយសារនៅក្នុងការផលិតកុនមួយមិនត្រឹមតែតួអង្គយើងទេបើសិនជាខ្ញុំជាតួអង្គផ្ទាល់វាមានការចូលរួមច្រើនពីការសរសេរ script ពីការដឹកនាំពីការចាប់ប្លង់កាមេរ៉ាអីច្រើនទៀតប៉ុន្តែពេលដែលយើងចូលទៅតួសម្ដែងហ្នឹងគឺជាផ្នែកមួយអញ្ចឹងបើសិនជាគាត់ការលើកទឹកចិត្តហ្នឹងវាមិនមែនតែផ្នែកនៃការសម្ដែងរបស់ខ្ញុំទេប៉ុន្តែជាដូចជា production មួយហ្មង team មួយល្អពេលធ្វើទៅគឺបានផលិតផលល្អហើយពេលដែលធ្វើហ្នឹងគឺប្រើរយៈពេលឲ្យមកចត់ហើយប្រើអារម្មណ៍ខ្លួនឯងថាយើងចង់បង្ហាញពីតថភាពរបស់រឿងហ្នឹងបែបណាហើយខ្ញុំគិតថាតកតងជាមួយនឹងវិស័យភាពយន្តខ្មែរយើងឥឡូវហ្នឹងគឺគាត់កំពុងស្វែងយល់ពីអាហ្នឹងហើយកំពុងតែបន្តធ្វើវាបន្តបន្ថែមទៀតហើយខ្ញុំសង្ឃឹមមែនតើថារឿងរបស់ខ្មែរយើងនឹងទៅកាន់ប្រទេសក្រៅក៏ដូចជានៅតែមានគុណភាពល្អអញ្ចឹងណាបងនៅតែ keep doing ចាសម្រាប់ខ្ញុំវិញក្នុងនាមខ្ញុំជាអ្នកសម្ដែងលើកទី1ដែលមិនមែនជាអាជីពអញ្ចឹងខ្ញុំចង់និយាយទៅកាន់បងប្អូនចំនួនក្រោយក៏ដូចជាបងដែលគាត់គិតថាស្រឡាញ់នៅក្នុងវិស័យកុនអញ្ចឹងបើសិនជាគាត់ស្រឡាញ់នៅក្នុងវិស័យកុនអញ្ចឹងគាត់អាចដឹងថាតើគួរដើរផ្លូវមួយណាគួរទៅកន្លែងមួយណាអញ្ចឹងខ្ញុំគិតថាសម័យនេះបច្ចេកវិទ្យាវាទលំទលាយអញ្ចឹងការ share ព័ត៌មានទៅលើបណ្ដាញសង្គមហ្នឹងវាក៏ទលំទលាយដូចគ្នាអញ្ចឹងយើងតែតែមើលឃើញតាមមានគេរើសតួសម្ដែងឬក៏អីអញ្ចឹងបើយើងស្រឡាញ់យើងសាកល្បងសិនយើងដាក់សិនទៅយើងសាកល្បងតែបើសិនជាក្នុងករណីយើងដាក់ហើយគេហៅយើងទៅគេហៅថាដូចយើងទៅសម្ភាសអញ្ចឹងគេឲ្យយើងសម្ដែងឲ្យមើលអញ្ចឹងទៅបើសិនជាយើងជាប់យើងមានឱកាសចូលរួមសម្ដែងយើងប្រឹងដោយអស់ពីសមត្ថភាពថាអត់ត្រូវដូចពួកខ្ញុំអញ្ចឹងដោយសារពួកគាត់ដើររើសទេអញ្ចឹងវាជាឱកាសមួយហើយក៏ជានិស្ស័យក៏ដូចជាគេហៅថាកិត្តិយសមួយដែរប៉ុន្តែថ្មីនេះខ្ញុំឃើញថាមានការរើសតួសម្ដែងច្រើនដែលគេផ្សព្វផ្សាយតាមបណ្ដាញសង្គមអញ្ចឹងបងប្អូនក៏ជាបងគួរតែសាកល្បងនៅក្នុងការធ្វើរឿងមួយដែលខ្លួនឯងគិតថាខ្លួនឯងស្រឡាញ់ហើយមួយទៀតពេលខ្លះគេហៅថាសំណាងមានតែម្ដងណាអញ្ចឹងបើយើងចាប់ឱកាសចាប់សំណាងមួយនឹងបានអូខេយើងនឹងអាចបន្តទៅដំណើរទៅមក step មួយទៀតអញ្ចឹងពីខ្ញុំទៅខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនចំនួនក្រោយក៏ដូចជាបងដែលពួកគាត់ឆ្លាញ់នៅក្នុងវិស័យភាពយន្តក៏ដូចជាវិស័យកុនហ្នឹងគឺកុំបាក់ទឹកចិត្តឲ្យព្យាយាមស្វែងរកទំនាក់ទំនងតាមដែលអាចយើងធ្វើទៅបានដោយសារតែបច្ចុប្បន្នវិស័យsocial media ហ្នឹងវាទលំទលាយណាស់អញ្ចឹងយើងគួរតែសាកល្បងធ្វើអ្វីដែលខ្លួនឯងចូលចិត្តដើម្បីដឹងថាតើខ្លួនឯងស្រឡាញ់អីខ្លួនឯងចូលចិត្តអីដូចខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំថតរឿងនឹងហើយខ្ញុំមានអារម្មណ៍ថាខ្ញុំស្រឡាញ់វិស័យកុនអញ្ចឹងណាអញ្ចឹងនៅពេលដែលខ្ញុំចាប់ដើមដឹងថាខ្លួនឯងស្រឡាញ់ចូលចិត្តអីអញ្ចឹងបានខ្ញុំនៅពេលដែលខាង production តាក់ទងមកខ្ញុំថតកុនលើកទី2នេះខ្ញុំអត់មានគិតច្រើនហ្មងគឺ yes ហ្មងអញ្ចឹងណាអញ្ចឹងមានន័យថាយើងចាប់ផ្ដើមដឹងថាខ្លួនឯងស្រឡាញ់អីយើងចូលចិត្តអីអញ្ចឹងពេលខ្ញុំទៅសូមលើកទឹកចិត្តឲ្យបងប្អូនក៏ដូចជាបងសាកល្បងនៅធ្វើអ្វីដែលខ្លួនឯងចូលចិត្តហើយចុងក្រោយនេះក៏ខ្ញុំសូមអរគុណទៅដល់ខាង production សម្រាប់ពួកគាត់នៅក្នុងការប្រឹងប្រែងក៏ដូចជា director ដូចគ្នាអ៊ីវ៉ាន់ក៏ដូចជាក្រុមការងារទាំងអស់នៅខាងAA ហ្នឹង NTX High ហ្នឹង
គឺមានន័យថាការផលិតកុនមួយនេះគឺវាពិតជាមានន័យមែនទែនសម្រាប់ពួកយើងមានន័យថាពួកគាត់គឺមានភាពអត់ធ្មត់ភាពច្នៃប្រឌិតហើយនឹងការបដិញ្ញាចិត្តខ្ពស់បំផុតនៅក្នុងការដាក់ចិត្តដាក់កាយរបស់ពួកគាត់នៅលើរឿងមួយនេះមានន័យថាទោះបីជាពេលខ្លះពួកយើងមានភាពនឿយហត់ហើយពេលខ្លះយើងជួបឧបសគ្គខ្លះក៏ដោយប៉ុន្តែពួកគាត់អត់បោះបង់ចោលទេពួកគាត់នៅតែប្រឹងប្រែងដើម្បីឲ្យកុនមួយនេះវាជោគជ័យហើយចុងក្រោយលទ្ធផលគឺយើងទទួលបានជោគជ័យនេះគឺជាគេហៅថាជោគជ័យដ៏ធំបំផុតហើយខ្ញុំក៏សូមអរគុណដល់ពួកគាត់ទាំងអស់គ្នាដែរដែលតែងតែមានអាណែនាំពួកយើងដែលជាតួសម្ដែងលើកដំបូងហ្នឹងឲ្យពួកយើងការសម្ដែងពួកយើងវាមានភាពបើយើងនិយាយថាវាអត់ខ្ចោះហើយពួកគាត់គិតថាអត់ខ្ចោះហើយដោយសារពួកយើងលើកទី1យើងធ្វើបានប៉ុណ្ណឹងអញ្ចឹងវាអត់ខ្ចោះសម្រាប់ពួកយើងហើយអញ្ចឹងអរគុណពួកគាត់ខ្លាំងមែនតើសម្រាប់ការជ្រោមជ្រែងកន្លងមកហើយពិតជាមានមោទនភាពនៅក្នុងការបន្តធ្វើការជាមួយនឹងពួកគាត់ដូចគ្នាខ្ញុំអាចនិយាយបានថាវាជានិស្ស័យហើយក៏ជាកិត្តិយសមួយដ៏ធំធេងបំផុតសម្រាប់ពួកយើងនៅក្នុងការបានចូលរួមសហការនិងបានធ្វើការនៅក្នុងកុនមួយនេះជាមួយពួកគាត់អញ្ចឹងសូមអរគុណខ្លាំងមែនទែនចា៎អរគុណចាអរគុណសង្ឃឹមអូប្រាប់បងបលាក់បងបលាក់ទៅដែរបងបលាក់ចង់ប្រាប់ទៅបងបលាក់ថាទោះបីជាថ្ងៃនេះបងបលាក់អត់បានមកសម្ភាសន៍មួយពួកយើងប៉ុន្តែបងបលាក់នៅក្នុងចិត្តពួកយើងហើយ